ជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់អេពីសូតទី33នៃកម្មវិធីម៉ោង 12:00 នាទីយប់សូមស្វាគមន៍មកកាន់អេពីសូតថ្មីសួរយ៉ាងណាដែរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាខ្ញុំសង្ឃឹមថាបងប្អូនប្រិយមិត្តដែលតែងតែតាមដានកម្មវិធីម៉ោង 12:00 នាទីយប់របស់ខ្ញុំក៏សុខទុក្ខធម្មតាខ្ញុំពិតជាអត់សូវសប្បាយចិត្តទេដោយសារតែមួយរយៈមុននេះខ្ញុំបានឃើញថាមាន channel មួយគេបានយកវីដេអូខ្ញុំទៅផុសដោយអត់មានការអនុញ្ញាតទេហើយខ្ញុំព្យាយាមខ្លាំងមែនទែនទាំងចូល comment ទាំង report ប៉ុន្តែឃើញថា channel ហ្នឹងនៅតែយកវីដេអូរបស់ខ្ញុំផុសដដែលអញ្ចឹងសម្រាប់បងប្អូនប្រិយមិត្តដែលត្រូវជា fan របស់ខ្ញុំដែលតែងតែគ្រប់គ្រងហ្នឹងជួយចូលទៅ report channel ហ្នឹងម្នាក់មួយផងព្រោះនៅពេលដែលគេយកវីដេអូខ្ញុំទៅផុសអញ្ចឹងគឺធ្វើឲ្យវីដេអូរបស់ខ្ញុំគឺអត់មានអ្នកមើលទេគឺវាធ្លាក់ view ខ្លាំងមែនតើព្រោះកម្លាំងចិត្តគ្រប់យ៉ាងគឺខ្ញុំបានមកពីបងប្អូនប្រិយមិត្តទាំងអស់គ្នាដែរទាំងការ like ទាំងការ share ក៏ដូចជាការ view ផ្សេងៗហ្នឹងគឺវាបានចំណូលមកខ្ញុំអញ្ចឹងធ្វើឲ្យខ្ញុំមានកម្លាំងនៅក្នុងការធ្វើវីដេអូបន្តទៀតដើម្បីចែកជូនដល់ប្រិយមិត្តយើងគាត់បានស្ដាប់អញ្ចឹងណាទាំងប្រិយមិត្តគាត់មិនទាន់បាន subscribe ទេក៏ដូចជាប្រិយមិត្តគាត់បាន subscribe ក៏ដូចជាតាមដានមកហើយគាត់សុទ្ធតែជាកម្លាំងចិត្តដែលខ្ញុំបានបន្តធ្វើវីដេអូនឹងបន្តទៀតអញ្ចឹងបើសិនជាការធ្វើវីដេអូរបស់ខ្ញុំទៅវាបែរទៅជាធ្លាក់ view វាបែរទៅជាបាត់បង់ចំណូលអញ្ចឹងគឺខ្ញុំអត់មានកម្លាំងចិត្តធ្វើទៀតទេអញ្ចឹងបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលតែងតាមដានហ្នឹងគឺជាកម្លាំងចិត្តយ៉ាងពេញទំហឹងសម្រាប់ខ្ញុំតែម្ដងចឹងនៅក្នុងមួយចំណុចទៀតគឺខ្ញុំចង់បកស្រាយដល់បងប្អូនទាំងអស់គ្នាដែរតើតើជាមួយនឹងការលោតពាណិជ្ជកម្មនៅពេលកំឡុងដែលបងប្អូនទាំងអស់គ្នាស្ដាប់ហ្នឹងណាលោតពាណិជ្ជកម្មហ្នឹងមកក៏ជាការដែលបានចំណូលមកខ្ញុំដែរហ្នឹងក៏ជាកម្លាំងចិត្តមួយដែរនិយាយទៅបងប្អូនទាំងអស់គ្នាត្រឹមពាណិជ្ជកម្ម10-20 វិនាទីហ្នឹងអត់អីទេតែកម្លាំងចិត្តមកខ្ញុំគឺបានរៀងច្រើនហើយនឹងហើយគឺជាកម្លាំងចិត្តដែលខ្ញុំខំប្រឹងបន្តធ្វើវីដេអូដើម្បីចែកជូនដល់ប្រិយមិត្តយើងបានស្ដាប់ទៀតណាអញ្ចឹងសូមអធិស្ឋានមែនតើសម្រាប់ការលោតពាណិជ្ជកម្មកំឡុងពេលដែលបងប្អូនទាំងអស់គ្នាកំពុងតែស្ដាប់ជក់ចិត្តដិតអារម្មណ៍ណាមានបងប្អូនប្រិយមិត្តយើងមួយចំនួនគាត់បាន comment ដែរថាមិនមានពាណិជ្ជកម្មច្រើនម៉េះ admin អញ្ចឹងខ្ញុំចង់បកស្រាយត្រង់ចំណុចហ្នឹងឯងហើយនៅក្នុងអេពីសូតនេះដែរគឺខ្ញុំមានរឿងចំនួនមួយរឿងដែលបានការចែកម្លែកមកពីបងប្រុសម្នាក់គាត់មានឈ្មោះថាចេងដែលបងចេងគាត់ចែកម្លែកនៅបទពិសោធន៍ដ៏សែនហួសចិត្តដោយសែនខ្លោចផ្សានៅក្នុងចិត្តរបស់គាត់នឹកស្មានអត់ដល់គាត់ហួសចិត្តខ្លាំងមែនតែម្ដងមិននឹកស្មានថាមានរឿងនឹងកើតឡើងលើគាត់ណាយ៉ាងអញ្ចឹងកុំអោយខាតពេលវេលាយូរខ្ញុំបង្ហើបតែប៉ុណ្្នឹងទេតោះយើងចូលទៅស្ដាប់វីដេអូនេះទាំងអស់គ្នាទៅទៅជាមួយនឹងសាច់រឿងនេះគឺបានការចែកម្លែកមកពីបងប្រុសម្នាក់គាត់មានឈ្មោះថាចេងដែលវាបានកើតឡើងនៅក្នុងឆ្នាំ2010បងចេងគឺជាបុគ្គលិកធនាគារមួយកន្លែងនៅឯខាងខេត្តបាត់ដំបងហើយការងាររបស់គាត់ជាប្រចាំថ្ងៃហ្នឹងគឺគាត់ធ្វើការជា BM ប្រធាននៅក្នុងសាខាមួយកន្លែងហ្នឹងការងារគាត់រាល់ថ្ងៃគឺគាត់ជាអ្នកសញ្ញេឡូនជាអ្នកអនុម័តនៅការងារផ្សេងបន្ទាប់ពីអគ្គនាយកអីចឹងទៅនៅពេលដែលមានបុគ្គលិកផ្សេងគេហៅថា CEO ហ្នឹងនៅពេលដែលចេញឡូនចេញកម្ចីលុយការស្នើលុយពីអតិថិជន CEO គាត់យកឡូនយកអីមកឲ្យគាត់សញ្ញេចឹងទៅហើយការងាររបស់គាត់គឺគាត់ចាំសញ្ញេទៅលើឡូនក៏ដូចជាដើរដោះទៅលើ LED លើអីផ្សេងនៅពេលដែលអតិថិជនរបស់គាត់ដែលបានបងយឺតបងអីចឹងទៅគឺគាត់ចុះទៅដោះស្រាយនៅទីតាំងផ្ទះមួយកន្លែងអញ្ចឹងណាហើយទាំងអស់នេះគឺជាការងារដែលបងចេងគាត់ធ្វើជាប្រចាំថ្ងៃបងចេងគាត់មានមិត្តភ័ក្តិម្នាក់មានឈ្មោះថាភុនដែលបងភុននេះគឺជាមិត្តភ័ក្តិលក្ខណៈជាមិត្តភ័ក្តិស្និទ្ធស្នាលស្គាល់គ្នាតាំងពីទូចមករហូតដល់ធំហើយពួកគាត់កាលពីនៅរៀនគឺរៀនជាមួយគ្នាហើយសម្បីតែភូមិរបស់គាត់ហ្នឹងក៏គាត់នៅភូមិមួយគ្នាដែរបងចេងគឺគាត់មានមិត្តភ័ក្តិផ្សេងទៀតក៏ប៉ុន្តែមិត្តដែលស្និទ្ធស្នាលជាងគេហ្នឹងគឺជាមួយនឹងបងភុនហើយពួកគាត់កាលពីនៅក្មេងរៀនសាលាជាមួយគ្នាដើរលេងតាណាតាណីជាមួយគ្នាបើយើងនិយាយជារួមមកជាមិត្តភ័ក្តិដ៏ជិតស្និទ្ធមែនទែនហើយដើមហេតុនៅក្នុងការដែលគាត់បានឡើងជា BM នេះពីដំបូងហ្នឹងគឺគាត់បានចូលមកធ្វើការជាបុគ្គលិកធនាគារជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដែលឈ្មោះថាភុននឹងឯងហើយបន្តមក performance ការងាររបស់គាត់ល្អការងាររបស់គាត់ធ្វើបានល្អអញ្ចឹងទៅ
ខាងអគ្គនាយកគេក៏ឲ្យគាត់ឡើងទៅជា BM ដោយបងផុនដែលត្រូវជាមិត្តភ័ក្តិរបស់បងជេងហ្នឹងគឺគាត់អត់បានទូនាទីអីទេនៅពេលដែលពួកគាត់កំឡុងពេលដែលធ្វើការមួយគ្នាហ្នឹងណាបងផុនហ្នឹងគឺគាត់នៅត្រឹមតែជាបុគ្គលិកគេហៅថា CEO ហ្នឹងឯងគឺនៅក្រោមការគ្រប់គ្រងរបស់បងជេងណាហើយនៅកំឡុងពេលដែលពួកគាត់ចូលធ្វើការជាមួយគ្នាដំបូងហ្នឹងគឺពួកគាត់ពិតជាស្និទ្ធស្នាលមែនតើត្បិតថាតំបន់ដែលពួកគាត់កាន់ហ្នឹងផ្សេងគ្នាក៏ដោយក៏ប៉ុន្តែនៅពេលដែលមានការដោះលែតអីផ្សេងនៅក្នុងកំឡុងពេលដែលបងជេងក៏ដូចជាបងផុននៅតែជា CEO ដូចគ្នាហ្នឹងគឺពួកគាត់ទៅមួយគ្នាទៅដោះស្រាយទៅលើអតិថិជនដែលលែតអញ្ចឹងនៅពេលដែលទៅដោះស្រាយអីចឹងហូបបាយហូបអីមួយគ្នាសូម្បីតែចូលហូបកាហ្វេអញ្ចឹងមានម្នាក់មានលុយតើកាហ្វេមួយកែវហ្នឹងក៏ផឹកជាមួយគ្នាដែរលក្ខណៈថាកាហ្វេមួយកែវផឹក2នាក់ជួនកាលបងជេងមានលុយអញ្ចឹងទៅតែគាត់តែសម្រាប់តែបាយមួយចានណាបាយស្រូបមួយចានណាក៏ហូប2នាក់ដែរអញ្ចឹងត្រង់ចំណុចហ្នឹងបងប្អូនអរគ្នាដឹងហើយថាមិត្តភាពរបស់ពួកគាត់ហ្នឹងគឺចិត្តស្និទ្ធខ្លាំងមែនតើណាហើយបន្ទាប់ពីបងជេងនិងបងផុនហ្នឹងគាត់ធ្វើការ CEO ជាមួយនឹងគ្នាបុគ្គលិកធនាគារគេហៅថា CEO ជាមួយគ្នាបានរយៈពេល1ឆ្នាំដោយសារតែ performance របស់បងជេងហ្នឹងគាត់ល្អការដោះលែតការដើរប្រមូលលុយការរកលូនរកអីរបស់គាត់ហ្នឹងបានល្អជាងបងផុនអញ្ចឹងគឺធ្វើឲ្យបងជេងគាត់មានតួនាទីមួយដែលគេហៅថា BM ជាប្រធាននៅក្នុងសាខាមួយកន្លែងហ្នឹងដោយផ្ទុយស្រឡះពីបងផុនដែលបងផុនគឺគាត់គ្រាន់តែជាបុគ្គលិក CEO performance ការងាររបស់គាត់អត់សូវល្អការដោះលែតការចេញលូនអីរបស់គាត់អត់គ្រប់ទៅតាម plan ដែលក្រុមហ៊ុនគេដាក់ឲ្យអញ្ចឹង performance របស់គាត់គឺយ៉ាប់មែនតើអញ្ចឹងគឺមានតែបងជេងទេដែល performance របស់គាត់បានល្អអញ្ចឹងទៅខាងអគ្គនាយកខាងម្ចាស់ក្រុមហ៊ុនហ្នឹងគេក៏លើកបងជេងធ្វើជា BM អ្នកគ្រប់គ្រងជាប្រធាននៅក្នុងសាខាមួយកន្លែងហ្នឹងនៅកំឡុងពេលដែលបងជេងគាត់ធ្វើជា BM ក៏ដូចជាប្រធាននៅក្នុងសាខាមួយកន្លែងហ្នឹងដំបូងគឺមិនទាន់ជាមានបញ្ហាអីទេគាត់ធ្វើការគឺរលូនមែនទែនហើយការងាររបស់គាត់គឺកាន់តែល្អទៅពីមួយថ្ងៃទៅមួយថ្ងៃហើយមិត្តភាពរបស់គាត់ជាមួយនឹងបងផុនហ្នឹងក៏មិនជាប្រេះឆាមិនជាមានរឿងអីដែរមិត្តភាពរបស់គាត់គឺនៅតែល្អដូចគ្នាណាអញ្ចឹងប្រហែលឆ្នាំក្រោយមកពួកគាត់ក៏នៅតែធ្វើការជាមួយគ្នាដោយបន្ទាប់មកបងផុននេះដោយសារតែបានការណែនាំពីបងជេងឲ្យគាត់ខំប្រឹងធ្វើការអីចឹងទៅគាត់ក៏បានឡើងជាអនុប្រធានដែលមានតួនាទីការគ្រប់គ្រងស្តៀងទៅនឹងបងជេងដែរតែគាត់តែក្រោមមួយឋានៈបន្ទាប់ពីបងជេងជាប្រធានហើយបងផុនហ្នឹងគាត់គឺជាអនុប្រធានអញ្ចឹងតើតងជាមួយនឹងការអនុម័តទៅលើឡូនការអនុម័តទៅលើការងារផ្សេងគឺអត់សូវខុសពីបងជេងហ្មងទេការងាររបស់បងផុនហ្នឹងគឺគាត់មានសិទ្ធិនៅក្នុងការអនុម័តឡូនមានសិទ្ធិនៅក្នុងការទៅដោះលែតមានសិទ្ធិនៅក្នុងការសម្រេចទៅលើការងារផ្សេងនៅក្នុងក្រុមហ៊ុននឹងដូចគ្នាតែគាត់តែលក្ខខណ្ឌខ្លះគឺខុសពីបងជេងតិចតួចដោយសារតែអនុប្រធាននិងប្រធានគឺការងារមិនសូវជាខុសគ្នាហ្មងទេបងប្អូនអ្នកគ្នាខ្ញុំសូម back មកក្រោយបន្តិចតើតើជាមួយនឹងពួកគាត់ទាំងពីរអ្នកហ្នឹងមិនមែនជាអ្នកនៅខាងខេត្តបាត់ដំបងតែម្ដងទេគឺគាត់ឡើងពីខេត្តផ្សេងទៅដែរទេគឺខាងខេត្តព្រះវិហារហើយគាត់នៅក្នុងភូមិមួយដែលបងជេងនិងបងផុនហ្នឹងគឺនៅភូមិនឹងមួយគ្នាហើយនៅកំឡុងពេលដែលពួកគាត់ឡើងទៅធ្វើការនៅខាងខេត្តបាត់ដំបងហ្នឹងគឺគាត់ទៅជាមួយគ្នាក៏ប៉ុន្តែបងជេងគឺគាត់មានបងប្អូននៅខាងខេត្តបាត់ដំបងពេលដែលគាត់មានបងប្អូននៅខាងខេត្តបាត់ដំបងអញ្ចឹងគឺគាត់បានទៅស្នាក់នៅជាមួយនឹងបងប្អូនរបស់គាត់នឹងសម្រាប់បងជេងក៏ប៉ុន្តែបងផុនគឺគាត់អត់មានបងប្អូនទេនៅខាងខេត្តបាត់ដំបងហ្នឹងចឹងបងផុនហ្នឹងគឺគាត់ដើររកផ្ទះជួលបន្ទប់ជួលអីនៅជិតនឹងកន្លែងគាត់ធ្វើការហ្នឹងឯងដោយសារតែគាត់អត់មានបងប្អូនណាហើយសូម្បីតែការងារដែលបងផុនគាត់ឡើងមកធ្វើការហ្នឹងក៏បានបងជេងគាត់អូសទាញមកដែរបងប្អូនរបស់បងជេងហ្នឹងគាត់ហៅមកអីចឹងដោយសារតែឃើញបងផុនហ្នឹងគាត់អត់មានការងារធ្វើនៅទៅផ្ទះនៅទៅអីចឹងបងជេងគាត់ក៏ហៅមិត្តភ័ក្តិរបស់គាត់ហ្នឹងឡើងមកធ្វើការដែលជាបងផុនហ្នឹងឯងហើយពីដំបូងពួកគាត់គឺនៅបន្ទប់បែកគ្នាទេដោយបងផុនគាត់នៅបន្ទប់ជួលនៅជិតកន្លែងធ្វើការនៅជិត office ធ្វើការរបស់គាត់ហើយបងជេងគាត់នៅផ្ទះបងប្អូនរបស់គាត់នៅខាងខេត្តបាត់ដំបងហ្នឹងក៏នៅជិតកន្លែងដែលពួកគាត់ធ្វើការនឹងដែររហូតដល់ពេលដែលបងជេងហ្នឹងគាត់ឡើងជាប្រធាននៅក្នុងសាខា
នៅពេលដែលបងភុននឹងគាត់ឡើងទៅជាអនុប្រធានសាខាមកកន្លែងហ្នឹងទើបបងជ័យនេះគាត់សម្រេចចិត្តមកជួលបន្ទប់យ៉ាងធំមួយសម្រាប់នៅហើយដោយសារតែពិបាកថ្លៃទឹកថ្លៃភ្លើងណាហើយជំនាន់ហ្នឹងបងប្អូនអរគ្នាធ្វើការធនាគារធ្វើការ CEO ហ្នឹងប្រាក់ខែមិនសូវជាបានថ្លៃប៉ុន្មានទេក្នុងកំឡុងឆ្នាំ2010ហ្នឹងបានដៀងល្មមដែរទេស្ទើរថាគាត់គង់តែខ្លួនឯងមិនចង់ក្រាន់ណាគាត់បានលុយតិចតួចមែនតែនដើម្បីផ្ដល់ទៅអ្នកផ្ទះចឹងថ្លៃទឹកថ្លៃភ្លើងក៏រៀងពិបាកដែរចឹងគាត់គិតមកប្រហែលថ្ងៃក្រោយមកគាត់ក៏សម្រេចចិត្តហៅបងភុននេះមកនៅបន្ទប់មួយគ្នាចឹងបងភុននឹងដោយសារតែពិបាកដូចគ្នាគាត់ក៏សម្រេចចិត្តមកនៅជាមួយនឹងបងជេងចឹងទៅហើយតាំងពីបងភុននិងបងជេងគាត់នៅមួយគ្នានឹងមកដោះស្រាយទៅលើថ្លៃទឹកថ្លៃភ្លើងថ្លៃអីផ្សេងហ្នឹងគឺបានធូរមែនតើដោយសារពួកគាត់ share គ្នាម្នាក់បន្តិចចឹងទៅបានដោះស្រាយទាំងថ្លៃទឹកបានដោះស្រាយទាំងថ្លៃភ្លើងសំបីតែកន្លងមកពួកគាត់ធ្លាប់ហូបបាយនៅក្រៅបាយស្រាប់អញ្ចឹងណាហើយដល់ពេលដែលពួកគាត់នៅមួយគ្នាមានម្នាក់នៅដាំបាយនៅផ្ទះអញ្ចឹងទៅហើយមានម្នាក់ទៀតទៅទិញម្ហូបទិញអីធ្វើម្ហូបធ្វើអីញ៉ាំជុំគ្នាអញ្ចឹងទៅគឺគាត់លែងទៅហូបបាយក្រៅហើយសំបីទៅពេលដែលគាត់ទៅធ្វើការហ្នឹងក៏គាត់ដាំបាយដាំអីយកទៅធ្វើការដែរគឺគាត់លែងហូបបាយក្រៅទៀតហើយលក្ខណៈថាពួកគាត់ចាប់ផ្ដើមចាស់ចិត្តចាស់កំណត់ទៅក៏ចាប់ផ្ដើមសេវលុយចឹងតើតើជាមួយនឹងការរស់នៅជាមួយនឹងគ្នាទាំងពីរអ្នកហ្នឹងទាំងបងភុនទាំងបងជ័យហ្នឹងគឺប្រទៅគឺល្អមែនតែនក៏ប៉ុន្តែតែងតែមានការឆ្លោះប្រកែកគ្នាតិចតួចធម្មតាទេបងប្អូនអរគ្នាចាននៅក្នុងរាវគឺតែងតែប៉ះទង្គិចគ្នាខ្លះហើយតែមិត្តភាពរបស់ពួកគាត់គឺនៅតែដដែលណាអត់មានការប៉ះទង្គិចអីធ្វើឲ្យមិត្តភាពរបស់គាត់បែកបាក់ទេរហូតដល់មានថ្ងៃមួយទុកក្រៀមក្រំក៏បានកាត់ឡើងទៅលើបងជេងដោយសារតែអ្នកបដិរបស់គាត់បានស្លាប់ចឹងណាគាត់បានមរណភាពហើយការស្លាប់របស់អ្នកបដិរបស់បងជេងហ្នឹងគឺអាក្រក់មែនទែនដោយសារតែការស្លាប់របស់គាត់ហ្នឹងគឺមានការហើមពោះសំបីតែភ្នែករបស់គាត់ហ្នឹងក៏លៀនចេញមកក្រៅដែរអត់ដឹងថាគាត់មានបញ្ហាអីទេគឺឃើញថាម្ដាយបងជ័យហ្នឹងក្នុងសភាពដែលគាត់ស្លាប់ហ្នឹងតាមដែលអ្នកភូមិគេនិយាយបងប្អូនរបស់បងជេងគេនិយាយអ្នកដែលនៅភូមិហ្នឹងនៅពេលដែលឃើញសាកសពរបស់ម្ដាយបងជេងហ្នឹងគឺអាក្រក់មែនតើតាមដែលការប៉ាន់ស្មានរបស់អ្នកភូមិគឺគេថាម្ដាយបងជេងហ្នឹងគឺត្រូវអំពើរបស់គេព្រោះថាបើតាមសុខភាពរបស់គាត់គឺគាត់អត់មានជំងឺអីទេហើយអ្នកម្ដាយរបស់បងជេងហ្នឹងគឺគាត់មានអាយុទៅតែ52 53ឆ្នាំទេអញ្ចឹងសុខភាពរបស់គាត់មិនសូវជាទ្រុឌទ្រោមអីហ្មងដែរហើយគាត់ក៏អាសាទៅឆែកសុខភាពដែរក្នុងមួយខែពីរខែគឺគាត់ទៅឆែកសុខភាពម្ដងគឺអត់មានបញ្ហាអីទេសម្បីតែពេលដែលគាត់ស្លាប់នឹងហើយមានពេទ្យមានអីគេមកធ្វើកសលវិច័យផ្សេងដោយសារតែស្ថានភាពសពរបស់ម្ដាយបងជេងអាក្រក់ពេកណាចឹងគេក៏ចុះមកធ្វើកសលវិច័យគេសង្ស័យថាជាអំពើឃាតកម្មអីចឹងទៅក៏ប៉ុន្តែនៅពេលដែលគេចុះមកមើលទៅគឺអត់មានឃើញតម្រុយអីដែលថាម្ដាយបងជេងហ្នឹងគាត់ស្លាប់ដោយសារតែអំពើឃាតកម្មទេហើយសុខភាពរបស់គាត់ក៏នៅរឹងមាំធម្មតាគាត់អត់មានជំងឺអត់មានអីទេចឹងខាងពេទ្យអីហ្នឹងគេក៏ឆ្ងល់ដែរដោយសារតែអត់មានតម្រុយពីការស្លាប់របស់ម៉ាក់បងជេងហ្នឹងណាបងប្អូនដល់គ្នាដឹងមិនទេតើតងជាមួយនឹងការស្លាប់របស់ម៉ាក់បងជេងហ្នឹងគឺអត់ខុសអីពីអ្នកភូមិរបស់បងជេងហ្នឹងគាត់ប៉ាន់ស្មានទេអត់ខុសពីអីដែលសាច់ញាតិរបស់បងជេងគាត់ប៉ាន់ស្មានទេគឺម្ដាយរបស់បងជេងហ្នឹងគឺគាត់ស្លាប់ដោយសារតែគេធ្វើអំពើដាក់គាត់អញ្ចឹងគឺឃើញច្បាស់តែម្ដងដោយសារតែសាច់ញាតិរបស់បងជេងហ្នឹងគាត់ទៅមើលពេទ្យទៅមើលអីពេទ្យគេអត់ដឹងថាគាត់កើតអីបានស្លាប់សាច់ញាតិរបស់បងជេងហ្នឹងគាត់ក៏សម្រេចចិត្តទៅរកគ្រូហើយនៅពេលដែលរកគ្រូទៅគឺមែនបងប្អូនអរគ្នាម៉ាក់បងជេងហ្នឹងគឺគាត់បានស្លាប់ដោយសារតែគេធ្វើអំពើគឺសាហាវមែនទែនគេធ្វើអំពើដាក់គាត់ហ្នឹងគឺគេជប់ស្បែកក្របីចូលក្នុងពោះរបស់គាត់ណាហើយធ្វើឲ្យពោះរបស់គាត់ហើមខ្លាំងទៅហើយកាន់តែសាហាវទៀតគឺភ្នែករបស់គាត់លៀនចេញមកក្រៅហ្នឹងគឺដោយសារតែអាស្បែកក្របីហ្នឹងវាព្យាយាមចេញមកតាមភ្នែករបស់គាត់ចង់គឺសាហាវមែនតើបងប្អូនអរគ្នាការស្លាប់របស់ម្ដាយរបស់បងជ័យហ្នឹងអំពើដែលគាត់ត្រូវហ្នឹងគឺសាហាវមែនតើក្នុងរយៈពេលតែមួយជប់ទេគឺអត់មានណាគេដឹងតែម្ដងគឺគាត់បានស្លាប់ក្នុងកំឡុងពេលតែមួយជប់ទេពេលដែលគេធ្វើអំពើដាក់គាត់ហ្នឹងអ
ចឹងបងចេញគាត់គ្រាន់តែលឺដំណឹងនឹងភ្លាមគឺគាត់ពិបាកចិត្តមែនតែនគាត់យំផងអីផងហើយដើរទៅសុំច្បាប់កន្លែងដែលគាត់ធ្វើការហ្នឹងទាំងយំទឹកភ្នែកស្រក់មកតក់ពីភ្នែករបស់គាត់ហ្មងណាដោយសារតែគាត់សំណោះមែនតែនមិនសមថាម្ដាយរបស់គាត់ជួបរឿងអញ្ចឹងម៉ាក់របស់គាត់ហ្នឹងគឺជួបរឿងសាហាវមែនតែននៅក្នុងការស្លាប់របស់គាត់ហ្នឹងចឹងគាត់ក៏សុំច្បាប់កន្លែងដែលគាត់ធ្វើការហ្នឹងចំនួនមួយសប្តាហ៍ដើម្បីទៅធ្វើបុណ្យសពឲ្យអ្នកម្ដាយរបស់គាត់ចឹងទៅហើយខាងកន្លែងធ្វើការរបស់គាត់ហ្នឹងគេក៏បានផ្ដល់ប្រាក់មួយចំនួនទៅកាន់បងជេងដែរក៏ដូចជាមានបុគ្គលិកផ្សេងទៀតដែលគេគ្រប់ស្រឡាញ់បងជេងហ្នឹងគេក៏បានចូលបុណ្យអ្នកខ្លះចូលតិចតួចតាមសទ្ធាចឹងទៅអ្នកខ្លះក៏បានទៅអ្នកខ្លះក៏អត់បានទៅចូលរួមពិធីបុណ្យសពរបស់ម៉ាក់បងជេងចឹងទៅហើយជាពិសេសបងភុនពេលហ្នឹងគឺគាត់ទៅដែរនៅក្នុងពិធីបុណ្យសពរបស់ម៉ាក់បងជេងហ្នឹងគឺបងភុនគាត់ទៅដែរទៅជួយទទួលភ្ញៀវទៅជួយរៀបចំកន្លែងពិធីបុណ្យសពរបស់ម៉ាក់បងជេងហ្នឹងដែរបន្ទាប់ពីសុំច្បាប់កន្លែងគេហើយទាំងបងភុនទាំងបងជេងហ្នឹងគាត់ក៏ជិះឡានត្រឡប់មកស្រុករបស់គាត់វិញឡានឈ្នួលដោយសារតែខាងហ្នឹងគាត់អត់មានឡានផ្ទាល់ខ្លួនទេអញ្ចឹងគាត់ក៏ត្រឡប់មកកន្លែងស្រុករបស់គាត់ភូមិកំណើតរបស់គាត់ហ្នឹងមកដើម្បីធ្វើពិធីបុណ្យសពឲ្យអ្នកម្ដាយរបស់បងជេងហ្នឹងអញ្ចឹងទៅហើយបងជេងនេះគាត់គ្រាន់តែមកដល់ក្នុងភូមិរបស់គាត់មកដល់នឹងមុខផ្ទះរបស់គាត់ភ្លាមទឹកភ្នែករបស់គាត់គឺចាប់ផ្ដើមហូរមកដោយសារតែគាត់សំណោះទៅលើម្ដាយរបស់គាត់ទៅដល់ម៉ាក់របស់គាត់អញ្ចឹងណាចឹងនៅពេលដែលបងជេងគាត់ទៅដល់ផ្ទះរបស់គាត់ហ្នឹងពិធីបុណ្យសពរបស់ម៉ាក់របស់គាត់ក៏ប្រព្រឹត្តទៅជាធម្មតាហើយរហូតដល់ស្អែកឡើងគេដង្ហែសពដង្ហែអីរបស់ម៉ាក់បងជេងហ្នឹងយកទៅវាលរហោឋានចឹងទៅវាលកប់សពណាហើយសពរបស់ម៉ាក់បងជេងហ្នឹងគឺគេអត់កប់ទេគឺគេបានបូជានៅក្នុងឡដែលឡនៅក្នុងវត្តនឹងឯងដោយសារការហ្នឹងគឺអត់ទាន់មានមេនអត់ទាន់មានអីទេគឺមានតែឡសម្រាប់បូជាសពនឹងឯងចឹងបន្ទាប់ពីពិធីបូជាហើយអីហើយក៏អត់បានចាំដល់7ថ្ងៃទៅធ្វើបុណ្យភ្ជាប់ទេគឺគេធ្វើបុណ្យតេកណានុប្រទានហ្នឹងគឺធ្វើភ្ជាប់គ្នាទៅជាមួយនឹងបន្ទាប់ពីបុណ្យសពនឹងតែម្ដងគឺអត់ចាំ7ថ្ងៃទៅធ្វើបុណ្យតេកណានុប្រទានហ្នឹងទេហើយកំឡុងពេលដែលបងជេងគាត់ទៅពិធីបុណ្យសពរបស់ម៉ាក់របស់គាត់ហ្នឹងគឺគាត់បានបួសមុខភ្លើងដើម្បីជូនដំណើរម៉ាក់របស់គាត់នឹងឯងនៅខាងភូមិស្រុករបស់បងជេងហ្នឹងឲ្យតែពេលដែលបូជាអញ្ចឹងអ្នកដែលគាត់បួសមុខភ្លើងហ្នឹងគឺត្រូវសមាធិនៅនឹងមុខកន្លែងឡអាកន្លែងឡគេបូជាសពហ្នឹងគឺត្រូវសមាធិនៅមុខហ្នឹងហើយបងជេងគាត់បួសនៅមុខភ្លើងហ្នឹងហើយគឺគាត់សមាធិនៅមុខហ្នឹងឯងបងជេងគឺគាត់បិទភ្នែកទៅគឺគាត់ចេះតាសម័យឃើញម៉ាក់របស់គាត់ឃើញតាំងពីអនុស្សាវរីយ៍កាលពីបងជេងគាត់នៅក្មេងៗម៉ាក់របស់គាត់មើលថែបែបម៉េចគឺឃើញទាំងអស់តែម្ដងក៏ប៉ុន្តែនៅពេលដែលបងជេងគាត់កាន់តែស្លុងទៅជាមួយនឹងអនុស្សាវរីយ៍របស់ម៉ាក់របស់គាត់កាលពីគាត់នៅក្មេងៗជាមួយនឹងគាត់ហ្នឹងគាត់ស្រាប់តែស្លុងទៅរហូតដល់ឃើញម៉ាក់របស់គាត់ឃើញម៉ាក់របស់គាត់ហ្នឹងស្រែកថាជួយម៉ាក់ផងមានគេចាប់ម៉ាក់ទៅហើយគាត់ស្ដាប់បានតែប៉ុណ្្នឹងគាត់ក៏ភ្ញាក់មកវិញហើយគាត់ក៏ព្យាយាមស្មឹងស្មាតម្ដងទៀតហើយគាត់ក៏ចាប់ផ្ដើមស្លុងទៅម្ដងទៀតក៏ឃើញម៉ាក់របស់គាត់ចាប់ផ្ដើមស្រែកអញ្ចឹងទៀតជួយម៉ាក់ផងទាំងស្ថានភាពដែលបងជេងគាត់ឃើញហ្នឹងម៉ាក់របស់គាត់គឺពិបាកមែនទែនគាត់អត់មានទាំងកៅអៅស្លៀកពាក់គាត់មើលទៅមានភ្លើងមានអីឆេះជុំវិញខ្លួនរបស់គាត់ចឹងណាគាត់ថាគាត់ក្តៅណាស់បងជេងគាត់សមាធិបដាគាត់នៅបដាហ្នឹងគឺទឹកភ្នែករបស់គាត់ហូរមកដូចទឹកដែលគេចាក់ពីកែវមកទឹកភ្នែករបស់គាត់គឺហូរមកច្រាវម៉ាត់ចេញពីភ្នែករបស់គាត់តែម្ដងបងជេងគាត់ឃើញស្ថានភាពម៉ាក់របស់គាត់បែបហ្នឹង2ដងហើយតែគាត់គិតថាប្រហែលជាគាត់សម័យខ្លួនឯងឃើញម៉ាក់របស់គាត់ក្នុងស្ថានភាពបែបហ្នឹងហើយគាត់ក៏ចេះតែបន្តសមាធិបន្តទៀតចឹងទៅគាត់ស្មឹងស្មានបន្តទៀតក៏ស្រាប់តែលើកទី3ហ្នឹងគឺឃើញអត់ខុសគ្នាពីលើកទី2ដែលគាត់បានឃើញហ្នឹងទេអត់ខុសពីលើកទី1ទី2ដែលគាត់បានស្មឹងស្មានទៅឃើញទេគឺឃើញម៉ាក់របស់គាត់ហ្នឹងគឺឃើញអត់មានកៅអៅអត់មានអីពាក់ទេហើយខ្លួនរបស់គាត់កំពុងតែឆេះដោយភ្លើងគាត់ស្រែកក្តៅណាស់អញ្ចឹងលើកទី3នេះគឺបងជេងគាត់ចាប់អារម្មណ៍តែម្ដងហើយគាត់ក៏ភ្ញាក់ចេញពីសមាធិរបស់គាត់ហើយគាត់ដើរមកទាំងទឹកភ្នែកទាំងយំហ្មងមកនិយាយជាមួយនឹងសាច់ញាតិរបស់បងជេងហើយគាត់ក៏និយាយថាពេលដែលគាត់សមាធិមុនហ្នឹងលើកទី1គឺគាត់បានឃើញម៉ាក់របស់គាត់ហ្នឹង
អត់មានកាអាវអត់មានអីនៅទីវាលងងឹតឈឹងតែម្ដងហើយខ្លួនរបស់ម៉ាក់របស់គាត់ហ្នឹងគឺសិតតែភ្លើងឆេះហើយស្រែកថាក្តៅណាស់អញ្ចឹងណាហើយឲ្យបងជ័យហ្នឹងជួយគាត់ផងហើយលើកទី2ដូចគ្នាលើកទី3ក៏ដូចគ្នាហើយគាត់ទៅលឺអញ្ចឹងភ្លាមសាច់ញាតិរបស់បងជ័យនេះគេក៏សង្ស័យថាវិញ្ញាណរបស់ម៉ាក់បងជ័យហ្នឹងគាត់ទៅអត់បានស្ងប់ទេប្រកាសជាមានរឿងអីមួយអញ្ចឹងសាច់ញាតិរបស់បងជ័យនេះគេក៏សម្រេចចិត្តទៅរកគ្រូដើម្បីមើលថាវិញ្ញាណរបស់ម៉ាក់បងជ័យហ្នឹងគាត់មានបញ្ហាអីបាននៅពេលដែលបងជ័យគាត់បិទភ្នែកស្មឹងស្មាតនៅមុខភ្លើងហ្នឹងទៅគឺឃើញទស្សនភាពបែបហ្នឹងណានៅពេលដែលគាត់ទៅរកគ្រូមើលហ្នឹងគឺគេឃើញថាម៉ាក់បងជ័យហ្នឹងពីដំបូងគឺគាត់ស្លាប់ដោយសារតែគេដាក់អំពើហើយក្រោយមកគឺគ្រូដែលបានដាក់អំពើម៉ាក់បងជ័យហ្នឹងគឺគេចាប់វិញ្ញាណរបស់ម៉ាក់បងជ័យចាប់វិញ្ញាណរបស់ម៉ាក់បងជ័យគេយកទៅទុកប្រើការប្រើអីទៅលើវិញ្ញាណម៉ាក់បងជ័យហ្នឹងអញ្ចឹងណាបងជ័យហ្នឹងគាត់តែលើគ្រូហ្នឹងគាត់និយាយអញ្ចឹងភ្លាមទឹកភ្នែករបស់គាត់ហ្នឹងគឺហូរមកទៀតហើយហូរមកម៉ាត់ចេញពីភ្នែករបស់គាត់ហ្មងព្រោះពេលហ្នឹងគាត់នឹកឃើញថាម៉ាក់របស់គាត់ស្លាប់ដោយវេទនាណាស់ហើយឥឡូវវិញ្ញាណរបស់ម៉ាក់របស់គាត់ហ្នឹងគឺត្រូវគេចាប់ទៀតអញ្ចឹងពេលហ្នឹងវិញ្ញាណម៉ាក់របស់បងជ័យហ្នឹងគឺຕົកជន់លើតុតែម្ដងពេលហ្នឹងបងជ័យក៏ຕົកជន់លើតុដែរដោយសារតែម្ដាយរបស់គាត់ទៅតែស្លាប់ហើយការស្លាប់របស់គាត់ហ្នឹងកាន់តែគួរសង្វេគណាសាហាវមែនតើហើយគាត់ពិបាកចិត្តរឿងហ្នឹងមួយហើយឥឡូវគាត់ត្រូវពិបាកចិត្តមួយទៀតដោយសារតែវិញ្ញាណរបស់ម៉ាក់របស់គាត់ហ្នឹងត្រូវគេចាប់គ្រូគេចាប់យកទៅប្រើការអីចឹងទៅតែគ្រូដែលបងជ័យគាត់បានតរហ្នឹងសាច់ញាតិរបស់បងជ័យគាត់បានតរនឹងបងជ័យនឹងគាត់តរហ្នឹងគ្រូម្នាក់ហ្នឹងគាត់ក៏និយាយប្រាប់បងជ័យថាលក្ខណៈថាគាត់ប្រហើបប្រាប់បងជ័យថាគ្រូម្នាក់ហ្នឹងគឺអត់នៅនេះទេគឺគាត់ថាគ្រូហ្នឹងគឺនៅឆ្ងាយព្រោះស្រួលមិនស្រួលគ្រូមួយហ្នឹងគឺនៅឯខេត្តដែលបងជ័យធ្វើការនឹងឯងអញ្ចឹងបងប្អូនអ្នកគ្នាប្រកាសជាដឹងហើយមែនអត់គ្រូហ្នឹងគឺនៅខាងខេត្តបាត់ដំបងគឺនៅខេត្តដែលបងជ័យទៅធ្វើការជាប្រធានសាខាហ្នឹងហើយគាត់តែពេលហ្នឹងភ្លាមគ្រូហ្នឹងគាត់កំពុងតែនិយាយជាមួយនឹងបងជ័យក៏ដូចជាសាច់ញាតិបងជ័យហ្នឹងបងជ័យគាត់ចាប់ផ្ដើមមានអាការៈប្លែកគាត់ចាប់ផ្ដើមកត្រាក់ដៃកត្រាក់ជើងចាប់ផ្ដើមបកាច់បែកពពុះមាត់ពេញហ្នឹងហ្មងហើយនិយាយមកគឺមិនមែនជាបងជ័យទេនិយាយមកសំដីអាក្រក់មែនទែនហើយសំឡេងជាមនុស្សស្រីហើយពេលហ្នឹងមនុស្សស្រីដែលនៅក្នុងខ្លួនរបស់បងជ័យហ្នឹងគេក៏និយាយថាគេគឺជាព្រាយកបុតក្បាលហ្នឹងគឺបានចូលមកក្នុងខ្លួនបងជ័យហើយនៅពេលដែលចូលហ្នឹងគឺនិយាយពាក្យអាក្រក់ជេរគ្រូហ្នឹងផងអីផងហើយចង់ធ្វើអីអញហើយខ្លាំងហើយធ្វើមកគ្រូនឹងមានអីគាត់ចាប់ផ្ដើមសូត្រមន្តអាគមសូត្រគាថារបស់គាត់ទៅគាត់ក៏យកអាទឹកនៅផ្ទិលមុខរបស់គាត់ហ្នឹងយកមកបាចទៅលើរូបរាងបងជ័យហើយព្រាយដែលនៅក្នុងខ្លួនបងជ័យហ្នឹងគេចាប់ផ្ដើមស្រែកអូក្តៅណាស់ហើយវាក្តៅអញ្ចឹងហើយវាក៏និយាយទៀតថាឯងគិតតែធ្វើប៉ុណ្ណឹងធ្វើអញបែកមែនសួរអញ្ចឹងទៀតណាហើយគ្រូនឹងគាត់ក៏ចាប់ផ្ដើមបន្ថែមមុនគាថាបន្ថែមអាគមអីរបស់គាត់ចូលក្នុងទឹកនឹងទៀតទៅគាត់ក៏ប្រោះទៅលើរូបរាងបងជ័យម្ដងទៀតហើយនៅពេលដែលប្រោះឡើងទៅព្រាយនឹងវាលក្ខណៈថាវាកាន់តែខ្សោយទៅគ្រូនឹងគាត់ក៏បានទាញសីមាពណ៌សមួយអំបោះសីមាពណ៌សមកយកមករុំជុំវិញខ្លួនបងជ័យហើយនៅពេលដែលគាត់រុំជុំវិញខ្លួនបងជ័យនឹងហើយពេលហ្នឹងគឺបានន័យថាគ្រូម្នាក់ហ្នឹងគឺគាត់បានចាប់វិញ្ញាណព្រាយកបុតក្បាលនឹងបានហើយបន្ទាប់ពីចាប់វិញ្ញាណចងវិញ្ញាណព្រាយកបុតក្បាលនឹងបានហើយគាត់ក៏ចាប់ផ្ដើមធ្វើទារុណកម្មផ្សេងដោយយកអំពាត់យកអីមកវាយលើរូបរាងបងជ័យនឹងអញ្ចឹងទៅបខំឲ្យព្រាយម្នាក់ហ្នឹងវានិយាយថាគ្រូនឹងនៅឯណាគ្រូនឹងធ្វើអីខ្លះគេថាគ្រូនឹងគឺបានប្រើគេឲ្យមកសម្លាប់បងជ័យហើយសំបីតែអំពើដំបងហ្នឹងក៏គ្រូហ្នឹងគេចង់ធ្វើដើម្បីមកសម្លាប់បងជ័យដែរក៏ប៉ុន្តែដោយសារតែបងជ័យហ្នឹងគាត់ឫស្សីខ្ពស់អញ្ចឹងទៅគឺធ្វើឲ្យអំពើមួយហ្នឹងគឺវាឡងទៅកាន់ម៉ាក់របស់គាត់មិនមែនត្រូវបងជ័យក៏ប៉ុន្តែទៅត្រូវម៉ាក់របស់គាត់ដែរគាត់មានរាសីទាបវិញអញ្ចឹងគឺធ្វើឲ្យម៉ាក់បងជ័យហ្នឹងគាត់ស្លាប់ហ្នឹងកុំអីអ្នកដែលត្រូវស្លាប់ហ្នឹងគឺមិនមែនជាម៉ាក់បងជ័យទេគឺបងជ័យនឹងឯងអញ្ចឹងការពិតទៅអំពើហ្នឹងគឺគេមិនធ្វើមកដាក់ម៉ាក់បងជ័យហ្មងទេគឺគេធ្វើមកដាក់បងជ័យនឹងឯង
គឺគេចង់ឲ្យបងជេងស្លាប់ហ្មងណាក៏ប៉ុន្តែដោយសារតែរាសីរបស់បងជេងហ្នឹងគាត់រាសីរៀងខ្ពស់ម៉ាក់របស់គាត់ហ្នឹងរាសីទាបអញ្ចឹងទៅអំពើហ្នឹងឡងទៅត្រូវម៉ាក់របស់បងជេងវិញធ្វើឲ្យគាត់ស្លាប់ហ្នឹងណាដោយសភាពស្លាប់របស់គាត់ហ្នឹងគឺសាហាវមែនតើហើមពោះឲ្យភ្នែករបស់គាត់ហ្នឹងលៀនចេញមកក្រៅទៀតណាអញ្ចឹងគ្រូហ្នឹងនៅពេលដែលដឹងថាអំពើទាំងអស់ហ្នឹងគេសំដៅមកលើបងជេងទេគាត់ក៏ចាប់ផ្ដើមធ្វើពិធីផ្សេងដើម្បីរំដោះអំពើហ្នឹងពីបងជេងហ្នឹងអញ្ចឹងទៅហើយបន្ទាប់ពីពិធីរំដោះអំពើដេញវិញ្ញាណព្រាយក្បត់ក្បាលដែលនៅក្នុងខ្លួនរបស់បងជេងហ្នឹងហើយគាត់ក៏បានឲ្យវត្ថុស័ក្តិសិទ្ធិមួយចំនួនឲ្យបងជេងដាក់នៅក្នុងខ្លួនដើម្បីការពារគាត់ពួកគម្រោងរបស់អ្នកដែលធ្វើអំពើមកកាន់បងជេងហ្នឹងគឺគេមិនទាន់ចប់ទេដរាបណាដែលបងជេងគាត់មិនទាន់ស្លាប់ណាគេនៅតែធ្វើអំពើបន្តមកទៀតអញ្ចឹងគ្រូនឹងបន្ទាប់ពីធ្វើពិធីធ្វើអីនឹងហើយគាត់ក៏ឲ្យវត្ថុស័ក្តិសិទ្ធិផ្សេងដើម្បីឲ្យបងជេងទុកនឹងខ្លួនការពារគាត់ការពារពីអំពើការពារពីព្រាយអីដើម្បីកុំឲ្យព្រាយនឹងវាមករកគាត់កុំឲ្យអំពើនឹងមកត្រូវគាត់ទៀតអញ្ចឹងទៅបន្ទាប់ពីធ្វើពិធីនឹងចប់ពិធីបុណ្យរបស់ម៉ាក់បងជេងនឹងបានចប់ហើយគាត់ក៏ត្រឡប់មកធ្វើការនៅខេត្តបាត់ដំបងវិញអញ្ចឹងទៅហើយរឿងរ៉ាវគ្រប់យ៉ាងគាត់ក៏និយាយប្រាប់ទៅមិត្តភ័ក្តិរបស់គាត់ដែលឡើងទៅធ្វើការមួយគ្នាហ្នឹងដែលឈ្មោះបងផុនเนาะដែលត្រូវជាមិត្តភ័ក្តិរបស់គាត់ដែលនៅភូមិមួយគ្នាមួយគ្នាហ្នឹងគឺឡើងមកជាមួយគ្នានឹងឯងហើយពេលហ្នឹងពេលដែលបងជេងទៅរកគ្រូសាច់ញាតិរបស់បងជេងគាត់ទៅរកគ្រូរកអីហ្នឹងបងផុនហ្នឹងគឺគាត់អត់បានទៅជាមួយទេដោយសារតែគាត់នឹកផ្ទះផងអីផងគាត់បានត្រឹមតែមកចូលរួមពិធីបុណ្យសពរបស់ម៉ាក់បងជេងហ្នឹងទេហើយមួយថ្ងៃផ្សេងហ្នឹងគឺគាត់ទៅផ្ទះគាត់ទៅលេងម៉ាក់ទៅលេងអីគាត់ចឹងទៅហើយថ្ងៃដែលបងជេងគាត់មករកគ្រូរកអីហ្នឹងបងផុនគឺគាត់អត់បានមកជាមួយទេអញ្ចឹងសាច់រឿងផ្សេងគឺបងផុនគាត់អត់ដឹងទេតោះតែពេលដែលបងជេងគាត់បញ្ចប់កិច្ចការនៅក្នុងភូមិរបស់គាត់នឹងហើយពិធីបុណ្យសពរបស់ម៉ាក់របស់គាត់នឹងចប់ហើយទើបគាត់ត្រឡប់ឡើងទៅបាត់ដំបងវិញទៅធ្វើការវិញទើបបងជេងហ្នឹងគាត់និយាយរឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅបងផុនហ្នឹងគាត់រៀបរាប់ប្រាប់ពីមានអ្នកធ្វើអំពើធ្វើអីមកលើគាត់តែមិនត្រូវគាត់ទៅជាត្រូវម៉ាក់របស់គាត់ហើយគ្រូនឹងបានដោះបានបដិញវិញ្ញាណព្រាយក្បត់ក្បាលនឹងចេញពីក្នុងខ្លួនរបស់គាត់ហើយក៏បានឲ្យវត្ថុស័ក្តិសិទ្ធិមួយចំនួនដើម្បីឲ្យបងជេងនឹងគាត់ការពារខ្លួនផងដែរបញ្ចប់ពីពេលហ្នឹងទៅបងជេងគឺគាត់ធ្វើការជាធម្មតាតែគាត់តែពេលហ្នឹងអារម្មណ៍គាត់គឺអត់នៅក្នុងខ្លួនទេណាដោយសារតែពេលដែលគាត់ទៅរកគ្រូនឹងថាអត់ទាន់អាចជួយវិញ្ញាណរបស់ម៉ាក់បងជេងនឹងបានភ្លាមទេគាត់ទៅដល់ថ្ងៃដល់ខែអាចជួយទៅលើវិញ្ញាណម៉ាក់របស់គាត់បានតតាំងជាមួយនឹងគ្រូនឹងបានទើបគាត់អាចជួយបានណាមួយបងជេងហ្នឹងដល់ពេលដែលគ្រូនឹងគាត់មើលទៅលើបងជេងហ្នឹងគាត់ក៏មានគ្រូកាន់ដែរអញ្ចឹងណាគ្រូដើមកំណើតគាត់នឹងកាន់អញ្ចឹងនៅពេលដែលដល់ថ្ងៃដល់ខែបងជេងក៏ដូចជាគ្រូនឹងសហការមួយគ្នាទៅជួយឲ្យម្ដាយរបស់គាត់រួចពីការឃុំក្រងពីគ្រូដែលបានដាក់អំពើការចាប់វិញ្ញាណអីម្ដាយរបស់ម៉ាក់បងជេងហ្នឹងទើបអាចជួយបានតទៅដល់ពេលហ្នឹងតែគាត់ទៅពេលហ្នឹងគ្រូម្នាក់ហ្នឹងគាត់អត់បានបញ្ជាក់បងជេងទេថាថ្ងៃណាខែណាទើបដល់ពេលវេលាហ្នឹងទើបគ្រូកំណើតរបស់បងជេងហ្នឹងគាត់ចូលមកឃុំក្រងទៅលើបងជេងបាន 100% អញ្ចឹងណាអញ្ចឹងតាំងពីពេលហ្នឹងមកបងជេងគឺគាត់ពិបាកចិត្តខ្លាំងមែនតើគាត់ពិបាកចិត្តទាំងម្ដាយរបស់គាត់ស្លាប់គាត់ពិបាកចិត្តទាំងវិញ្ញាណម្ដាយរបស់គាត់នឹងត្រូវបានគេចាប់យកទៅប្រើការនេះប្រើការនោះក្នុងពិធីខ្មៅរបស់គេអញ្ចឹងទៅនឹងធ្វើឲ្យបងជេងនឹងគាត់ធ្វើការក៏អត់សូវបានល្អដែរហើយពាក់ព័ន្ធជាមួយនឹងបងជេងនឹងពីមួយថ្ងៃទៅមួយថ្ងៃគាត់មានអារម្មណ៍ថាសុខភាពរបស់គាត់កាន់តែទ្រុឌទ្រោមទៅតែគាត់មិនបានគិតអីច្រើនទេណាដោយសារតែគាត់គិតថាគាត់នឹងគាត់ពិបាកចិត្តខ្លាំងពេកណាមួយគាត់ហូបបាយហូបអីមិនសូវបានផងអញ្ចឹងសុខភាពរបស់គាត់វាទ្រុឌទ្រោមចុកខ្សោយវាជារឿងធម្មតាទេជាពិសេសនៅពេលដែលបងជេងគាត់គេងលក់យប់ឡើងគាត់តែងតែយល់សប្តិឃើញថាម្ដាយរបស់គាត់នឹងមកស្រែកហៅគាត់ទាំងខ្លួនរបស់គាត់នឹងកំពុងតែឆេះដោយភ្លើងស្រែកឲ្យជួយផងរាល់យប់តែម្ដងអញ្ចឹងការគេងការអីរបស់បងជេងនឹងក៏មិនសូវជាលក់ស្រួលអីម៉ានដែរដោយសារតែគាត់យល់សប្តិរហូតណានិយាយពីវត្ថុស័ក្តិសិទ្ធិដែលគ្រូនោះគេឲ្យគាត់មកការពារខ្លួនពីអំពើពីព្រាយក្បត់ក្បាលដែលតាមគាត់នឹងបងជេងគាត់គ្រាន់តែមកដល់បន្ទប់កន្លែងដែលគាត់សម្រាកនឹងភ្លាមគឺគាត់ធ្វើហឹងធ្វើអីសម្រាប់ដាក់ដង្កល់តែម្ដង
ហើយនៅពេលដែលគាត់នៅក្នុងបន្ទប់អញ្ចឹងទៅគាត់ទុកវត្ថុស័ក្តិសិទ្ធិហ្នឹងនៅលើហឹងហ្នឹងតែនៅពេលដែលគាត់ទៅធ្វើការធ្វើងារអីចឹងគឺគាត់តែងតែយកទៅតាមព្រោះវត្ថុស័ក្តិសិទ្ធិហ្នឹងប្រភេទជាខ្សែកដែលគ្រូនឹងគាត់បានធ្វើឲ្យបងជេងពាក់ណាហើយវត្ថុស័ក្តិសិទ្ធិដែលគ្រូនឹងឲ្យហ្នឹងក៏មិនមែនមានតែខ្សែកមួយខ្សែនឹងដែរមានអំបោះក្រហមដែលចងនឹងដៃខាងឆ្វេងរបស់គាត់ដែរហើយអំបោះក្រហមហ្នឹងគឺគាត់ទៅណាមកណាគឺគាត់ពាក់រហូតគឺអត់ដែរដោះទេសំបីតែគាត់ងូតទឹកសំបីតែគាត់សម្រាកគេហ្នឹងក៏គាត់ពាក់ជាប់ដៃរហូតជាប់ជាប្រចាំហ្មងបងចេញដោយសារតែគាត់មិនឃើញថាមានរឿងអីដែលកើតឡើងមកលើគាត់ក៏ប្រើជីវិតរបស់គាត់ហ្នឹងតាមធម្មតាអញ្ចឹងទៅរស់នៅជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដែលឈ្មោះថាផុនហ្នឹងណាហើយការងាររបស់គាត់ហ្នឹងក៏ចាប់ផ្ដើមល្អប្រសើរឡើងមកវិញម្ដងបន្តិចដែរតែគ្រាន់តែគាត់នៅតែពិបាកចិត្តរឿងដែលវិញ្ញាណម៉ាក់របស់គាត់ហ្នឹងត្រូវបានគ្រូអាគមម្នាក់ហ្នឹងចាប់ដោយគាត់មិនទាន់អាចដោះស្រាយបានគាត់នៅពិបាកចិត្តរឿងហ្នឹងហើយគាត់ក៏នៅតែបន្តប្រើជីវិតតាមបែបធម្មតារបស់គាត់បន្តទៀតចឹងទៅហើយរហូតដល់មួយរយៈក្រោយមកគាត់មានអារម្មណ៍ថាខ្សែសីមាក្រហមដែលគ្រូគាត់បានចងឲ្យហ្នឹងគាត់មានអារម្មណ៍ថាវាចាប់ផ្ដើមដាច់បន្តិចម្ដងមអterស័យពីមួយថ្ងៃទៅមួយថ្ងៃដាច់ម្ដងមអterស័យតែម្ដងក្នុងមួយថ្ងៃមអterស័យដាច់បន្តគ្នារហូតគាត់ដោយសារតែឃើញរឿងហេតុចម្លែកកើតឡើងអញ្ចឹងគាត់ក៏តាក់ទងសួរទៅគ្រូដែលចងសីមាឲ្យវត្ថុស័ក្តិសិទ្ធិឲ្យអីគាត់មកការពារខ្លួននឹងហើយនៅពេលដែលគាត់តាក់ទងទៅគ្រូនឹងគាត់ប្រាប់ថាខាងគ្រូដែលបានដាក់អំពើទៅលើបងជេងហ្នឹងគឺគេកំពុងតែបុកទាំងអំពើគេបុកទាំងវិញ្ញាណខ្មោចវិញ្ញាណព្រាយតៃហោងអីផ្សេងហ្នឹងមកខ្លាំងតែនេះដោយសារតែបងជេងគាត់នៅរាសីរៀងខ្ពស់ហើយណាមួយបានវត្ថុស័ក្តិសិទ្ធិដែលគ្រូម្នាក់នឹងឲ្យគាត់មកការពារខ្លួនមានទាំងសីមាមានទាំងខ្សែកអីផ្សេងហ្នឹងជួយឃុំគ្រងគាត់ផងអញ្ចឹងទៅធ្វើឲ្យអំពើហ្នឹងវាអត់ទាន់អាចចូលមកក្នុងខ្លួនរបស់បងជេងនឹងបានណាបន្ទាប់ពីគាត់និយាយជាមួយនឹងគ្រូម្នាក់នឹងហើយក៏ស្រាប់តែឃើញបងភុនហ្នឹងគាត់មិនដឹងថាត្រឡប់មកពីណាទេហើយឃើញថាបងភុនហ្នឹងគាត់កាន់ម្ហូបកាន់ស៊ុបកាន់បាយអីផ្សេងហ្នឹងមកយកមកដាក់ហូបជាមួយនឹងបងជេងនឹងឯងហើយពួកគាត់ក៏រៀបចំហូបបាយជុំគ្នាណាហើយដោយសារតែពេលហ្នឹងពួកគាត់ទើបតែចេញមកពីធ្វើការហើយគាត់ក៏ហូបបាយបដាគាត់ប្រាជ្ញគ្នាបដានិយាយពីរឿងនេះនិយាយពីរឿងនោះហើយគាត់ក៏បាននិយាយប្រាប់ទៅបងភុននឹងដែរថាឥឡូវហ្នឹងខ្សែសីមាដែលចងនៅដៃខាងឆ្វេងរបស់គាត់ហ្នឹងចាប់ផ្ដើមដាច់ម្ដងបន្តិចហើយដោយសារតែគ្រូដែលបានធ្វើអំពើមកលើគាត់ហ្នឹងគឺគេបានបុកអំពើមកខ្លាំងបានប្រើវិញ្ញាណព្រាយប្រើអីមកដើម្បីមកធ្វើទុកបុកម្នេញទៅលើបងជេងនឹងខ្លាំងអញ្ចឹងណាអញ្ចឹងទើបធ្វើឲ្យខ្សែសីមាអីរបស់គាត់ហ្នឹងចាប់ផ្ដើមមានការដាច់ម្ដងមកសរសៃតែម្ដងហើយពេលដែលបងជេងគាត់និយាយអញ្ចឹងហើយបងភុនហ្នឹងគាត់ក៏សួរទៅបងជេងវិញថានៅពេលអញ្ចឹងឯងធ្វើមិនទៅហើយបងជេងហ្នឹងគាត់ក៏និយាយតាមធម្មតាគាត់និយាយប្រាប់ទៅបងប្អូននឹងថាប្រហែលជាមួយថ្ងៃទៀតអញត្រូវចុះទៅគ្រូនឹងទៀតហើយទៅជួបគាត់ទៀតហើយដើម្បីឲ្យគាត់មើលផងដើម្បីឲ្យគាត់ជួយចងសមាចងអីបន្ថែមដោយសារតែអត់ទាន់ដល់ថ្ងៃដែលគ្រូដើមកំណើតរបស់គាត់នឹងគាត់មកឃុំក្រងពេញលេញទៅលើបងជេងហ្នឹងណាគឺមានកំណត់តាមអាយុគាត់ចឹងទៅតែអត់ទាន់ដឹងថាតើតើគាត់អាយុប៉ុន្មានទើបគ្រូម្នាក់ហ្នឹងគ្រូកំណើតរបស់បងជេងហ្នឹងគេឃុំក្រងទៅលើបងជេងហ្នឹងបានពេញលេញល្អហើយបងជេងគាត់ក៏និយាយប្រាប់ទៅបងភុននឹងទៀតថាឥឡូវហ្នឹងគឺគាត់ពិបាកចិត្តខ្លាំងមែនទែនដោយសារតែគាត់អត់ទាន់អាចជួយម៉ាក់របស់គាត់បានណាជួយវិញ្ញាណម៉ាក់របស់គាត់បានដែលត្រូវគ្រូអាគមម្នាក់នឹងចាប់យកទៅឃុំយកទៅអីចឹងទៅពួកគាត់ប្រាជ្ញគ្នាមកសទុះនិយាយរឿងនេះរឿងនោះមកសទុះហើយក៏ហូបបាយហើយក៏រៀបចំយកបាយយកអីហ្នឹងទៅទុកអីចឹងទៅរៀបចំលាងចានរៀងអីហើយក៏នាំគ្នាចូលសម្រាកចូលអីរៀងខ្លួនហើយដូចយប់រាល់ដងពេលដែលបងជេងគាត់គេងទៅគឺគាត់តែងតែយល់សពឃើញម៉ាក់របស់គាត់នឹងនៅក្នុងសភាពមួយដែលស្រែកហៅឲ្យគាត់ជួយឃើញខ្លួនរបស់គាត់មានភ្លើងមានអីឆេះពេញខ្លួនតែម្ដងហើយក៏ដូចយប់រាល់ដងដែរនៅពេលដែលគាត់គេងហ្នឹងគឺគាត់គេងមិនសូវជាលក់ស្រួលហ្មងទេគឺគាត់ចេះតែយល់សពឃើញនេះយល់សពឃើញនោះរហូតចឹងណាហើយយប់ហ្នឹងគឺគាត់យល់សពជាប់រហូតគាត់យល់សពអាក្រក់មែនតើរហូតដល់ព្រឹកឡើងគាត់ភ្ញាក់មក
គាត់មើលទៅលើអាកន្លែងខ្សែសីមាដែលចងជាប់នៅដៃឆ្វេងរបស់គាត់ហ្នឹងគាត់ឃើញថាថ្ងៃហ្នឹងគឺចម្លែកមែនតើដោយសារតែខ្សែសីមារបស់គាត់ហ្នឹងនៅសល់តែ4សរសៃទៀតទេគឺដាច់អស់ហើយបានន័យថាក្នុងយប់មិញហ្នឹងគឺខ្សែសីមារបស់គាត់ហ្នឹងដាច់រហូតទៅដល់3សរសៃបងប្អូនអរគ្នាគឺដាច់ច្រើនមែនតើទាំងដែលថ្ងៃធម្មតាហ្នឹងខ្សែសីមារបស់គាត់ហ្នឹងគឺដាច់ម្ដងមួយសរសៃក្នុងមួយថ្ងៃមួយសរសៃឯងក្នុង24ម៉ោងគឺមួយសរសៃឯងតែក្នុងថ្ងៃហ្នឹងពេលដែលគាត់ក្រោកពីគេងមកគឺឃើញថាខ្សែសីមារបស់គាត់ដាច់រហូតទៅដល់3សរសៃអញ្ចឹងពេលហ្នឹងគឺគាត់ភ័យមែនតើដោយសារតែថ្ងៃហ្នឹងគឺខ្សែសីមារបស់គាត់ដាច់រហូតទៅដល់3សរសៃគឺច្រើនមែនតើចឹងគឺគ្រាន់តែគាត់ឃើញបែបហ្នឹងភ្លាមគាត់ក៏ទាញទូរស័ព្ទមកតាក់ទងទៅគ្រូដែលនៅខាងខេត្តព្រះវិហារដែលគាត់ធ្លាប់ទៅរកលើកមុនហ្នឹងណាគាត់ក៏តាក់ទងទៅភ្លាមគាត់ក៏និយាយរឿងហេតុដែលគាត់យល់សពយល់អិលហ្នឹងប្រាប់ទៅគ្រូហ្នឹងហើយគ្រូម្នាក់ហ្នឹងគាត់ក៏ប្រាប់ទៅបងចេងថាគេកំពុងតែធ្វើអំពើមកលើបងចេងខ្លាំងមែនតើហើយចឹងអត់អាចឲ្យបងចេងហ្នឹងនៅនឹងទៀតបានទេត្រូវតែចុះមកជួបគាត់នៅក្នុងថ្ងៃហ្នឹងតែម្ដងចឹងបងចេញគាត់តែនិយាយជាមួយនឹងគ្រូហើយអីហើយគាត់ក៏តាក់ទងទៅកន្លែងការងាររបស់គាត់ដើម្បីសុំច្បាប់គេរយៈពេល2ថ្ងៃទៀតចឹងណាហើយគាត់ក៏សុំដើម្បីឲ្យបងភុនហ្នឹងទៅជាមួយដែរឲ្យបានជាគ្នាអីចឹងទៅបងចេញបន្ទាប់ពីសុំច្បាប់កន្លែងការងាររបស់គាត់នឹងហើយគាត់ក៏រៀបចំកៅអៅរៀបចំឲ្យបានមួយចំនួនហើយក៏ចេញទៅខេត្តរបស់គាត់ដោយជិះឡានឈ្នួលណាហើយនៅពេលដែលគាត់កំពុងជិះឡានហ្នឹងគាត់តែងតែមើលទៅលើខ្សែសីមាដែលគ្រូគាត់បានចងឲ្យហ្នឹងគាត់មើលរហូតហ្មងហើយគាត់ឃើញថាខ្សែសីមាដែលនៅជាប់ដៃរបស់គាត់ហ្នឹងដៃខាងឆ្វេងរបស់គាត់ហ្នឹងចាប់ផ្ដើមតឹងខ្លាំងទៅរឹតដៃរបស់គាត់ឡើងក្រហមហ្មងហើយរឹតខ្លាំងទៅគឺធ្វើឲ្យគាត់ឈឺមែនតើហើយប្រហែលនាទីក្រោយមកស្រាប់តែខ្សែសីមាដែលបងចេងកំពុងតែពាក់នៅដៃហ្នឹងអាសរសៃតូចរបស់វាហ្នឹងក៏ចាប់ផ្ដើមដាច់មួយខ្សែទៀតបងចេងគាត់តែឃើញថាខ្សែសីមារបស់គាត់ហ្នឹងចាប់ផ្ដើមដាច់មួយសរសៃទៀតនឹងភ្លាមគាត់ក៏ព្យាយាមឲ្យឡានដែលគាត់ជួលហ្នឹងឲ្យជាលឿនណាដើម្បីឲ្យឆាប់ដល់ផ្ទះគ្រូហ្នឹងហើយអាពេលដែលដាច់ភ្លាមហ្នឹងខ្សែសីមារបស់គាត់ហ្នឹងចាប់ផ្ដើមធូរបន្តិចចឹងទៅហើយប្រហែលនាទីមកទៀតក៏ចាប់ផ្ដើមខ្សែសីមារបស់គាត់ហ្នឹងរឹតដៃរបស់គាត់ទៀតតឹងទៀតហើយធ្វើឲ្យគាត់ពិបាកមែនតើហើយពេលហ្នឹងបងចេងគឺគាត់ពិបាកមែនតើដោយសារតែខ្សែសីមារបស់គាត់ហ្នឹងមានអារម្មណ៍ថាក្តៅផងខ្សែសីមារបស់គាត់ដែលកំពុងតែពាក់ហ្នឹងមានអារម្មណ៍ថារឹតដៃរបស់គាត់កាន់តែតឹងទៅណាប្រហែលជាកន្លះម៉ោងជាងក្រោយមកស្រាប់តែខ្សែសីមារបស់គាត់ហ្នឹងវាដាច់មកសរសៃទៀតអាសរសៃនៅសល់តែ3សរសៃទូចហ្នឹងគឺដាច់មកសរសៃទៀតអញ្ចឹងឥឡូវហ្នឹងគឺខ្សែសីមាដែលបងចេងពាក់នៅដៃហ្នឹងសរសៃទូចគឺនៅសល់តែ2សរសៃទៀតទេអូអាពេលហ្នឹងគឺស្រាវមែនតើណាបងប្អូនអរគ្នាហើយពេលហ្នឹងបងចេងនិងបងភុនហ្នឹងលក្ខណៈថាគាត់អង្គុយនៅអាកាប៊ីនក្រោយគេប្រអស់ហ្មងអាចប់នឹងកញ្ចក់ឡានខាងក្រោយអញ្ចឹងគាត់មានអារម្មណ៍ថាអាពេលគាត់ដាច់ខ្សែសីមាទី2នឹងភ្លាមគាត់ស្រាប់តែមានអារម្មណ៍ថាដូចនៅខាងក្រោយឡានរបស់គាត់ហ្នឹងមានអីមកគោះអាកញ្ចក់ខាងក្រោយហ្នឹងទាំងដែលពេលហ្នឹងឡានគឺកំពុងជិះលឿនមែនតើតែមានអារម្មណ៍ថាអាកញ្ចក់ខាងក្រោយរបស់គាត់ហ្នឹងដូចមានអីហោះមកបុកអាសំឡេងដែលដូចមានអីមកបុកអាកញ្ចក់ខាងក្រោយហ្នឹងមានអារម្មណ៍ថាវាលឺខ្លាំងមែនតើបុកលឺបឹងចឹងហ្មងបងចេងគាត់តែគាត់មានអារម្មណ៍នឹងភ្លាមគាត់ក៏ចាប់ផ្ដើមងាកទៅមើលខាងក្រោយហើយនៅពេលដែលគាត់ងាកទៅមើលខាងក្រោយហ្នឹងគឺគាត់ឃើញមានស្មោខ្មៅ3 4ខ្មៅលក្ខណៈដូចផ្សែងខ្មៅអញ្ចឹងហោះតាមពីក្រោយឡានហ្នឹងហោះបុកអាកញ្ចក់ខាងក្រោយហ្នឹងចូលបុកខ្លាំងទៅយកហ្មងកាន់តែព្រឺក្បាលទៀតគឺខ្សែដៃដែលគាត់កំពុងពាក់នឹងដៃខាងឆ្វេងរបស់គាត់ហ្នឹងអាខ្សែសីមាដែលសល់តែ2សរសៃហ្នឹងវាចាប់ផ្ដើមតឹងទៅវារៀបនឹងដាច់ទៀតបងប្អូនអរគ្នាហើយពេលហ្នឹងអាខ្សែដៃរបស់គាត់ដែលកំពុងតែពាក់នឹងដៃផងវាចាប់ផ្ដើមតឹងខ្លាំងទៅរៀបនឹងដាច់ហើយអាផ្សែងខ្មៅដែលកំពុងតែហោះក្រោយឡានកំពុងតែបុកកញ្ចក់ពីក្រោយហ្នឹងក៏វាបុកកាន់តែខ្លាំងទៅអញ្ចឹងប្រហែលនាទីក្រោយមកទៀតស្រាប់តែអាខ្សែសីមាដែលនៅដៃរបស់គាត់ហ្នឹងវាចាប់ផ្ដើមដាច់មកសរសៃទៀតអញ្ចឹងពេលហ្នឹងខ្សែសីមាដែលគាត់ពាក់នៅដៃហ្នឹងនៅតែមកសរសៃទៀតទេតែមកសរសៃហ្នឹងដាច់ហើយគឺជីវិតរបស់បងចេងគឺចប់តែម្ដង
ទាំងពេលហ្នឹងគឺគាត់បខំឲ្យឡានដែលគាត់បានជួលមកហ្នឹងឡានហ្នឹងគឺគាត់ម៉ៅយកហ្មងអញ្ចឹងគឺគាត់បខំឲ្យឡានហ្នឹងព្យាយាមបើកធ្វើម៉េចឲ្យលឿនមែនទែននិយាយទៅបងជ័យហ្នឹងគឺគាត់បខំឡានហ្នឹងឲ្យបើកឆាប់ដល់ផ្ទះគ្រូដែលត្រូវនឹងមើលគាត់ហ្នឹងតែម្ដងគាត់ឲ្យគ្រូមើលហ្នឹងណាព្យាយាមធ្វើម៉េចឲ្យជិះឲ្យឆាប់ដល់ពេលហ្នឹងគាត់គ្រាន់តែមកដល់ទីរួមខេត្តព្រះវិហារភ្លាមស្រាប់តែខ្សែដៃរបស់គាត់នឹងចាប់ផ្ដើមតឹងទៀតហើយបងប្អូនអរគ្នាគឺចាប់ផ្ដើមតឹងខ្លាំងទៅវារៀបនឹងដាច់ទៀតណាសំណាងអីបងប្អូនអរគ្នាពេលហ្នឹងបងជេងជាមួយនឹងបងភុនហ្នឹងហើយនឹងឡានដែលគាត់ជួលមកហ្នឹងស្រាប់តែមកដល់ខាងមុខផ្ទះរបស់គ្រូនឹងតែម្ដងគ្រាន់តែមកដល់មុខផ្ទះរបស់គ្រូនឹងភ្លាមគឺឃើញថាគ្រូម្នាក់ហ្នឹងគឺគាត់ឈរចាំបងជេងនៅខាងមុខផ្ទះរបស់គាត់ហ្នឹងហ្មងគ្រាន់តែបងជេងគាត់ឈានជើងចុះពីលើឡានហ្នឹងភ្លាមណាខ្សែស៊ីម៉ាហ្នឹងគឺដាច់ម៉ាត់នៅនឹងមុខគ្រូហ្នឹងតែម្ដងហើយគ្រូហ្នឹងគាត់ដូចដឹងមុនអញ្ចឹងលក្ខណៈថាគាត់បានយកអាដៃរបស់គាត់ហ្នឹងក្តាប់ហើយយកមកដាក់ចិត្តមាត់មើលទៅបែបជាគាត់កំពុងទៅសូត្រអីម្យ៉ាងសូត្រហើយគាត់តែខ្សែសីមាដែរបងជេងហ្នឹងគាត់កំពុងតែពាក់ដាច់ពីដៃរបស់គាត់ជ្រុះដល់ដីភ្លាមឃើញថាសមរខ្មៅហ្នឹងហោះសំដៅមករកបងជេងយកហ្មងពេលហ្នឹងគុំតែបានគ្រូហ្នឹងគាត់ជួយបាំងជួយអីទេកុំអីសមរខ្មៅមានទាំងអំពើមានទាំងខ្មោចតៃហោមានទាំងព្រាយមានទាំងអីហ្នឹងគឺចូលមកក្នុងខ្លួនបងជេងភ្លាមពេលហ្នឹងកុំអីគឺចូលភ្លាមហ្នឹងតែម្ដងគុំតែបានគ្រូហ្នឹងគាត់ជួយខាំងជួយបាំងទេកុំអីគឺបងជេងគឺចប់នៅពេលហ្នឹងតែម្ដងបងជេងគាត់គ្រាន់តែមកដល់ផ្ទះគ្រូនឹងភ្លាមគាត់លើកដៃសាពះលើកអីគាត់អរគុណគ្រូហ្នឹងណាព្រោះបើសិនជាមិនបានគ្រូហ្នឹងទេវិញ្ញាណក៏ដូចជាអំពើទាំងអស់ហ្នឹងគឺចូលខ្លួនរបស់គាត់ហើយពេលហ្នឹងគឺគាត់ចប់ភ្លាមហ្នឹងតែម្ដងព្រោះគ្រូហ្នឹងគាត់ក៏បាននិយាយដែរលើកទី2ហ្នឹងគឺគេធ្វើមកសាហាវជាងមុនទៀតអញ្ចឹងបើសិនជាហ៊ានតែអំពើហ្នឹងចូលមកក្នុងខ្លួនបងជេងនឹងបានគឺគាត់អត់អាចជួយបាននេះបងជេងហ្នឹងគឺស្លាប់ 100% តែម្ដងនេះដោយសារតែពេលហ្នឹងភ្លាមហ្នឹងគឺគាត់នៅសល់ខ្សែសីមាមកសរសៃទៀតពេលហ្នឹងគ្រូម្នាក់ហ្នឹងគាត់បានសូត្រមុនគេថាគាត់ចប់ហើយគាត់បានខាំងទៅលើអំពើខាំងទៅលើវិញ្ញាណខ្មោចវិញ្ញាណព្រាយវិញ្ញាណខ្មោចតៃហោងអីហ្នឹងបានហើយកាន់តែពិសេសបងជ័យហ្នឹងគាត់ឈានជើងចូលតាន់ពេលដែលខ្សែសីមាហ្នឹងរៀបនឹងដាច់ហើយគាត់តែដាច់ភ្លាមជើងរបស់គាត់ហ្នឹងគឺចូលមកក្នុងលបងផ្ទះរបស់គ្រូនឹងភ្លាមអញ្ចឹងធម្មតាបងប្អូនអរគ្នាផ្ទះគ្រូមួយតាមលបងផ្ទះរបស់គាត់គឺសុទ្ធតែមានសីមាហើយអញ្ចឹងទាំងអំពើទាំងវិញ្ញាណខ្មោចវិញ្ញាណព្រាយអីផ្សេងគឺអត់អាចចូលមកបានទេអញ្ចឹងពេលហ្នឹងបងជេងគឺគាត់មួយចានទឹកម្ចានគោកណាពេលហ្នឹងគឺ50ហើយពេលហ្នឹងបើសិនជាយឺតតែមួយពេលគឺបងជេងចំហ្មងជីវិតរបស់គាត់ពេលហ្នឹងគឺប្រកាសជាស្លាប់តែម្ដងហើយគាត់តែឃើញបងជេងភ្លាមគ្រូម្នាក់ហ្នឹងគាត់ចាប់ផ្ដើមរាប់ដៃរាប់ជើងរបស់គាត់គាត់ម៉ាក់គាត់ទាយអីចឹងណាហើយកំឡុងពេលដែលគាត់រាប់ដៃរាប់ជើងអីគាត់ហើយហ្នឹងគាត់ស្រាប់តែញញឹមហើយគាត់ចាប់ផ្ដើមសើចមើលទៅគ្រូហ្នឹងគាត់សប្បាយចិត្តមែនតើបងប្អូនទាំងគ្នាដឹងមែនទេថ្ងៃហ្នឹងហើយគឺជាថ្ងៃដែលដល់ពេលវេលាគ្រូកំណើតរបស់បងជេងហ្នឹងគាត់ឃុំគ្រងលើបងជេងបានពេញលេញចឹងថ្ងៃហ្នឹងគឺពិសេសមែនទែនថ្ងៃហ្នឹងហើយដែលជាថ្ងៃដែលបងជេងតឹងរងចាំថ្ងៃដែលបងជេងគាត់ចាំនឹងជួយវិញ្ញាណម្ដាយរបស់គាត់ដែលគ្រូអំពើដែលធ្វើមកលើគាត់ហ្នឹងចាប់ម្ដាយរបស់គាត់យកទៅឃុំអីហ្នឹងណាគឺថ្ងៃហ្នឹងហើយគឺពិសេសមែនទែនចឹងគាត់តែដឹងចឹងភ្លាមបងជេងក៏សប្បាយចិត្តគ្រូម្នាក់ហ្នឹងក៏សប្បាយចិត្តដែរចឹងពេលហ្នឹងគឺគាត់អត់ចាំយូរទេគាត់ក៏រៀបចំធ្វើពិធីចឹងទៅដោយពេលហ្នឹងគឺអត់ឲ្យបងភុនហ្នឹងចូលមកធ្វើពិធីជាមួយទេដោយសារតែបងភុនហ្នឹងគឺគាត់អត់មានអីពាក់ព័ន្ធអត់មានអីត្រូវមកធ្វើពិធីជាមួយទេអញ្ចឹងឲ្យគាត់ហ្នឹងនៅចាំនៅខាងក្រៅបន្ទប់ដោយបងជេងជាមួយនឹងគ្រូម្នាក់ហ្នឹងគាត់ចូលទៅក្នុងបន្ទប់ដើម្បីធ្វើពិធីអីរបស់គាត់ចឹងទៅហើយនៅពេលដែលចូលក្នុងបន្ទប់ទៅបិទទ្វារបិទអីទៅគាត់ក៏ចាប់ផ្ដើមធ្វើពិធីជាមួយនឹងបងជេងហ្នឹងចឹងទៅហើយចាប់ផ្ដើមសូត្រគាថាពាត់សីមាពាត់អីប្រោះព្រំទៅលើបងជេងនិយាយទៅគេធ្វើពិធីរំដោះអំពើទៅលើនឹងបងជេងហ្នឹងហ្មងណាហើយអាពេលដែលគាត់កំពុងតែធ្វើអំពើហ្នឹងផ្គរលាន់មេឃចាប់ផ្ដើមសទុំងងឹតខ្លាំងហ្មងណាហើយភ្លៀងក៏ចាប់ផ្ដើមបង្អុរចុះមកភ្លៀងខ្លាំងយកហ្មងពិធីហ្នឹងក៏ចាប់ផ្ដើមប្រព្រឹត្តទៅជាធម្មតាហើយរហូតដល់ជិតចប់ស្រាប់តែឃើញគ្រូម្នាក់ហ្នឹងគាត់ក្រោកឈរមកគាត់
ទន្ទ្រាំជើងរបស់គាត់ហ្នឹងទៅលើក្តារផ្ទះរបស់គាត់3ដងគន្ទ្រាំឡើងអង្គើផ្ទះអស់ហ្មងឡើងទ្រាំឡើងទឹងយកហ្មងហើយអាពេលដែលសំឡេងដែលគ្រូគាត់ទន្ទ្រាំជើងហ្នឹងចប់ភ្លាមទ្វារដែលបានបិទហ្នឹងគឺវាបានបើកមកវាលបើកឯងយកហ្មងហើយគ្រាន់តែទ្វារហ្នឹងបើកលបើកមកឯងភ្លាមគាត់ក៏សម្លឹងមើលទៅក្រៅគឺឃើញថាផ្សែងខ្មៅ3 4ហ្នឹងគឺវាហោះចូលមកបានចូលមកផ្ទះរបស់គាត់នឹងបានណាគ្រូនឹងគឺគាត់ឆ្ងល់មែនទែនពិធីគាត់បានធ្វើចប់ហើយហេតុអីក៏សមោខ្មៅនឹងនៅទៅហោះចូលមកបានទៀតគាត់ក៏ចាប់ដើមយកដៃរបស់គាត់នឹងក្តាប់ហើយសូត្រមុនគាថាអីរបស់គាត់ចឹងណាហើយបងប្អូនអរគ្នានឹងមិនអត់អាសមោខ្មៅនឹងវាមិនសំដៅមករកបងជេងទេគឺវាសំដៅទៅរកបងភុនហើយអាបងភុនម្នាក់ហ្នឹងគាត់តែឃើញសមោខ្មៅនឹងហោះដេញតាមគាត់ភ្លាមគាត់ចាប់ដើមរត់ចុះពីផ្ទះនឹងរត់ឡើងពេញនឹងយកហ្មងហើយឃើញថាសមោខ្មៅនឹងចូលទៅក្នុងខ្លួនរបស់បងភុននឹងម្ដងមួយរហូតដល់អស់ហ្មងមានរហូតដល់5អាផ្សែងខ្មៅសមោហ្នឹងចូលទៅក្នុងខ្លួនរបស់បងភុននឹងរហូតដល់5គាត់តែឃើញអញ្ចឹងភ្លាមបងជ័យនឹងគឺគាត់ស្រឡាំងកាំងមែនតើគាត់អត់ដឹងថាមានរឿងអីកើតឡើងណាគាត់តែឃើញសមោខ្មៅនឹងចូលទៅក្នុងខ្លួនរបស់បងភុននឹងបានមកសន្ទុះគឺឃើញថាបងភុននឹងចាប់ផ្ដើមបកាច់នៅខាងមុខផ្ទះរបស់គ្រូនឹងតែម្ដងចាប់ផ្ដើមបកាច់ចាប់ផ្ដើមមានឈាមមានអីចេញពីភ្នែកមកចេញពីមាត់គឺឃើញមានសัตว์មានអីចេញពីក្នុងខ្លួនរបស់គាត់ទៀតមានក្អែបមានខ្យាដំរីចេញពីក្នុងខ្លួនរបស់គាត់អូបងប្អូនអរគ្នាត្រង់ចំណុចហ្នឹងគឺសាហាវមែនតើហើយគ្រូម្នាក់ហ្នឹងគាត់តែឃើញទស្សនវិជ្ជាអញ្ចឹងភ្លាមគឺគាត់ដឹងសាច់រឿងតែម្ដងគឺគាត់បានដឹងថាអំពើគ្រប់យ៉ាងទាំងអស់តាំងពីដើមមកហ្នឹងគឺបងភុននឹងឯងជាអ្នកធ្វើមកកាន់បងជេងគ្រូម្នាក់ហ្នឹងគាត់ក៏ប្រាប់ទៅបងជេងថាអំពើទាំងអស់ហ្នឹងគឺវាឡងទៅអ្នកដែលឲ្យគេធ្វើហើយគឺបងភុននឹងឯងទាំងគ្រប់យ៉ាងតាំងពីដើមមកគឺបងភុននឹងឯងជាអ្នកធ្វើអំពើមកលើបងជេងគឺប្រាប់ទៅបងជេងនឹងភ្លាមបងជេងគឺគាត់ស្រឡាំងកាំងមែនទែនគាត់នឹកស្មានអត់ដល់គាត់គិតមិនដល់ថាមិត្តភក្តិរបស់គាត់នឹងធ្វើអញ្ចឹងដាក់គាត់ហើយគ្រូម្នាក់ហ្នឹងគាត់ក៏និយាយប្រាប់ទៅបងជេងទៀតថាអំពើកាលណាដែលអ្នកដែលជួលគ្រូឲ្យធ្វើហ្នឹងបើវាមិនឡងទៅគ្រូនឹងវិញទេវានឹងឡងទៅអ្នកដែលជួលគ្រូនឹងឲ្យធ្វើនឹងឯងហើយពេលហ្នឹងបងជេងបងប្អូនអរគ្នាគាត់យំក៏យំមិនចេញគាត់ធ្វើម៉េចក៏លក្ខណៈថាគាត់គាំងនៅមួយកន្លែងគាត់សក់នៅមួយកន្លែងយំហ្មងគាត់នឹកស្មានអត់ដល់គាត់ហួសចិត្តខ្លាំងមែនតើហ្មងគាត់នឹកស្មានអត់ដល់ថាមិត្តភក្តិរបស់គាត់ធ្វើអញ្ចឹងដាក់គាត់ទាំងដែលមិត្តភក្តិស្គាល់គ្នាតាំងពីទូចទាំងដែលមិត្តភក្តិរបស់គាត់នឹងទៅធ្វើការមួយគ្នាដេកមួយគ្នាបាយទឹកអីមួយគ្នាហើយអាប៉ែហ្នឹងបងប្អូនអរគ្នាតាមដែលខ្ញុំអានសាច់រឿងមកគឺគាត់ប្រកែសម្ដែងមែនតើបងប្អូនទាំងអស់គ្នាស្ដាប់តាំងពីដើមមកគឺដឹងហើយថាអាប៉ែហ្នឹងវាប្រកែសម្ដែងខ្លាំងប៉ុណ្ណាវាធ្វើធម្មតាដូចអត់មានរឿងអីកើតឡើងចឹងតាំងពីពេលដែលម្ដាយរបស់បងជ័យនឹងគាត់ស្លាប់គឺអាបងភុននឹងវាធ្វើដូចធម្មតាធ្វើដូចអត់មានរឿងអីកើតឡើងអាបងភុននឹងគឺប្រកែសម្ដែងមែនតើហើយបងជ័យគាត់ក៏គិតអត់ដល់ថាមិត្តភក្តិរបស់គាត់នឹងខឹងគាត់រឿងអីបានរហូតដល់ធ្វើអំពើចង់សម្លាប់គាត់តែសម្លាប់គាត់មិនបានអ្នកដែលរងគ្រោះហ្នឹងគឺទៅជាម៉ាក់របស់គាត់ហើយគាត់នេះគាត់រៀបនឹងរងគ្រោះដោយសារតែអំពើដែលអាបងភុននឹងធ្វើមកហើយតែបានគ្រូនេះគាត់ជួយទាន់អញ្ចឹងអាចម្ងល់ដែលគាត់ឆ្ងល់ហ្នឹងគឺគាត់ឆ្ងល់មកទល់នឹងសប្តាហ៍ហ្នឹងហ្មងតែនេះបើសិនជាតាមខ្ញុំគិតខ្ញុំប៉ាន់ស្មានខ្ញុំគិតថាអាបងភុនហ្នឹងវាចំណែនជាមួយនឹងបងជេងដែលបងជេងហ្នឹងគឺនៅពេលដែលគាត់ធ្វើការល្អទៅខាងក្រុមហ៊ុនដែលពួកគាត់ធ្វើការមួយគ្នាហ្នឹងបានលើកតែបងជេងលើកឲ្យបងជេងធ្វើប្រធានគ្រប់គ្រងអីចឹងទៅនេះតាមខ្ញុំប៉ាន់ស្មានទេណាមិនដឹងថារឿងមែនតើថាមានរឿងអីទេដោយសារតែគាត់ក៏អត់បានបញ្ជាក់មកដែរគាត់ប្រាប់តែសាច់រឿងតែប៉ុណ្្នឹងមកទេអញ្ចឹងពេលហ្នឹងគាត់ក៏អត់ទុកយូរដែរគាត់ក៏តាក់ទងទៅម្ដាយរបស់អាបងភុនហ្នឹងឲ្យគេមកមើលកូនមើលអីគេចឹងទៅហើយគាត់ទៅឪពុកម្ដាយរបស់អាបងភុនហ្នឹងមកដល់ភ្លាមគេក៏មើលទៅកូនរបស់គេមើលទៅឃើញថាបងភុនម្នាក់ហ្នឹងគឺគាត់ស្លាប់បាត់ហើយដោយសារតែអំពើដោយសារតែអីហ្នឹងគឺចូលក្នុងខ្លួនរបស់គាត់ទៅស៊ីគ្រឿងក្នុងស៊ីអីរបស់គាត់អស់ហើយណាហើយពេលហ្នឹងក៏ប្រកែកគ្នាដែរ
ម្ដាយឪពុករបស់បងផុនហ្នឹងណាគាត់ប្រកែកជាមួយនឹងបងជេងផងប្រកែកជាមួយនឹងគ្រូហ្នឹងផងឃើញអញ្ចឹងហើយមិនក៏មិនជួយទាំងខ្លួនឯងជាគ្រូគាត់លក្ខណៈថាស្ដីឲ្យទៅកាន់គ្រូដែលជួយបងជេងហ្នឹងតែគ្រូហ្នឹងគាត់និយាយថាអំពើហ្នឹងបើសិនជាវាឡងហើយគ្រូណាក៏អាចជួយបានដែរអញ្ចឹងពេលហ្នឹងគឺគាត់អាចជួយបានទេគាត់ក៏បដ ாய் ទៅតាមព្រេងវាសនាអញ្ចឹងទៅគាត់គិតថាចង់នឹងជួយដែរតែសមត្ថភាពរបស់គាត់អត់ដល់អញ្ចឹងគាត់ក៏និយាយទៅកាន់ម្ដាយឪពុករបស់បងផុននឹងវិញអញ្ចឹងទៅហើយឪពុកម្ដាយរបស់អាបងផុនហ្នឹងគេក៏យកសាកសពរបស់កូនគេហ្នឹងទៅធ្វើបុណ្យធ្វើអីតាមប្រពៃណីអញ្ចឹងទៅហើយតាំងពីពេលហ្នឹងមកបងជ័យហ្នឹងក៏លែងមានរឿងអីកើតឡើងលើគាត់ហើយនៅពេលដែលគាត់គេងគាត់អីទៅគឺគាត់លែងឃើញវិញ្ញាណម្ដាយរបស់គាត់ហ្នឹងដូចមុនលែងមានភ្លើងឆេះលែងមានអីដូចមុនលែងគាត់ស្រែកហៅឲ្យជួយគឺគាត់តែឃើញថាម្ដាយរបស់គាត់ហ្នឹងគឺក្នុងសភាពមួយគឺស្អាតមានសម្លៀកបំពាក់ស្អាតហើយវិញ្ញាណរបស់ម្ដាយបងជេងហ្នឹងគាត់ក៏បានលាបងជេងលាអីចឹងបានន័យថាគាត់ហ្នឹងគឺគាត់រៀបទៅនឹងទៅចាប់ជាតិថ្មីហើយដោយសារតែគាត់បានជួយរំដោះវិញ្ញាណរបស់ម្ដាយរបស់គាត់ហ្នឹងម៉ាក់របស់គាត់ហ្នឹងបងជេងហើយបងជេងបន្ទាប់ពីគាត់បញ្ចប់ការងាររបស់គាត់ដែលធ្វើហើយនឹងហើយគាត់ក៏ឡើងមកខាងខេត្តបាត់ដំបងមកប្រើជីវិតការងាររបស់គាត់តាមបែបធម្មតាអញ្ចឹងទៅរហូតដល់ប្រហែលឆ្នាំក្រោយមកគាត់ក៏មានគ្រួសារមានអីរស់នៅមានសុភមង្គលមែនតើអញ្ចឹងនៅក្នុងអេពីសូតនេះគឺរឿងសាហាវមែនតើនឹកស្មានអត់ដល់តែម្ដងណាដោយសារតែបងប្អូនអរគ្នាសាកសម័យមើលទៅមិត្តភ័ក្តិស្គាល់គ្នាតាំងពីទូចរត់លេងមួយគ្នាតាំងពីការនៅក្មេងនៅរៀនបឋមរៀនអនុវិទ្យាល័យរហូតទៅដល់ទៅធ្វើការធ្វើងារអីហើយក៏ដេកជាមួយគ្នានៅមួយគ្នាអីទៀតណានឹកស្មានអត់ដល់ថាអាបងផុននឹងវាធ្វើអញ្ចឹងដាក់បងជេងនេះបើតាមខ្ញុំប៉ាន់ស្មានគិតថាអាបងផុននឹងវាចំណែនមួយបងជេងដែលបងជេងឡើងខ្ពស់ជាងអីចឹងណានៅយូរទៅនៅតែធ្វើជាកូនចៅរបស់បងជេងនឹងដដែលហើយរហូតដល់ធ្វើអំពើទៅអំពើហ្នឹងមិនតាន់ចូលបងជេងភ្លាមទេដោយសារតែបងជេងហ្នឹងគាត់មានរិស័យខ្ពស់ហើយនៅពេលដែលបងជេងគាត់មានរិស័យខ្ពស់អញ្ចឹងអំពើហ្នឹងគឺឡងទៅម្ដាយរបស់គាត់រហូតដល់ម្ដាយបងជេងហ្នឹងគាត់ទៅជាស្លាប់ទៅជាអីចឹងទៅហើយរហូតក្រោយមកអាបងផុនមួយហ្នឹងវានៅតែព្យាយាមធ្វើម៉េចឲ្យបងជេងស្លាប់ឲ្យបានយកហ្មងវាព្យាយាមទៅជួលគ្រូនឹងមិនដឹងថាអស់លុយប្រហែលទេគ្រូនឹងគឺព្យាយាមមែនតើប្រឹងបុកទាំងអំពើបុកទាំងវិញ្ញាណខ្មោចព្រាយវិសាចខ្មោចតៃហោងអីផ្សេងហ្នឹងដើម្បីមកធ្វើហ្នឹងគឺធ្វើឲ្យបងជេងស្លាប់តែម្ដងហើយពេលហ្នឹងបងជេងបើសិនជាមិនបានគ្រូនឹងជួយទេគឺគាត់ស្លាប់ហើយពេលហ្នឹងដោយសារតែអំពើដែលអាបងផុនហ្នឹងវាជួលគ្រូឲ្យដាក់ហ្នឹងគឺចង់សម្លាប់បងជេងតែម្ដងតែគ្រូនឹងជួយមិនទាន់បងជេងនឹង 100% គឺគាត់ស្លាប់ហើយពួកអំពើនឹងគឺខ្លាំងមែនតែនទាំងព្រាយទាំងមុនខ្មៅអំពើអីផ្សេងមកគឺមកសម្លាប់បងជេងនឹងយកហ្មងលក្ខណៈថាគ្រូនឹងគេប្រើអស់ហ្មងគេប្រើអាល់ទីគេប្រើ last skill នឹងយកហ្មងគឺមកនឹងសម្ដៅគឺសម្លាប់បងជេងតែម្ដងមិនដឹងថាបងផុននឹងវាជួលលុយគ្រូនឹងអស់ប្រហែលទេទើបគ្រូនឹងខំប្រឹងម៉េះអញ្ចឹងហើយរហូតដល់ចុងក្រោយអំពើដែលអាបងផុនវាធ្វើមកកាន់បងជេងហ្នឹងគឺឡងទៅកាន់គាត់វិញរហូតដល់គាត់ស្លាប់ក្នុងសភាពមួយគឺពិបាកមែនតើមានសัตว์ចេញមកតាមភ្នែកចេញតាមត្រចៀកចេញតាមមាត់ចេញតាមគ្រប់រុនហ្មងមានទាំងឈាមមានទាំងអីលាយឡំមកទៀតសភាពស្លាប់របស់គាត់ហ្នឹងគឺអាណោចអាធំខ្លាំងមែនតើហើយចុងក្រោយបងជេងហ្នឹងគាត់ក៏និយាយផងដែរថាបើសិនជាយើងជាមិត្តភក្តិពិតមែនណានៅពេលដែលយើងទាស់ចិត្តគ្នាយើងឆ្លោះគ្នាយើងខ្នក់ចិត្តនឹងគ្នារឿងអីមួយយើងគួរតែនិយាយគ្នាត្រង់ដោយសារតែតាមដែលមិត្តភាពរបស់គាត់ហ្នឹងគឺមិនមែនធម្មតាទេស្គាល់គ្នាតាំងពីក្មេងរស់នៅរត់លេងមួយគ្នារៀនសាលាមួយគ្នាទៅធ្វើការមួយគ្នារហូតដល់រស់នៅក្នុងបន្ទប់ជាមួយគ្នាបាយទឹកឆ្នាំងតែមួយទៀតអញ្ចឹងបើសិនជាមានរឿងអីយើងនិយាយគ្នាទៅកុំលាក់កុំបៀមទុកម្នាក់ឯងព្រោះកាលណាដែលយើងបៀមទុកម្នាក់ឯងយូរទៅវាកាន់តែច្រើនទៅនៅក្នុងចិត្តរបស់យើងនៅក្នុងខ្លួនរបស់យើងអញ្ចឹងវាធ្វើឲ្យអាគំនុំគុំគួនផ្សេងហ្នឹងវាចេះតែកើតមានអញ្ចឹងធ្វើឲ្យមានបញ្ហាដូចពួកគាត់ទាំងពីរហ្នឹងអញ្ចឹងនៅពេលដែលឆ្លោះគ្នាឬក៏មានការខ្នក់ចិត្តខ្នក់អីកុំបៀមទុកអីកុំឲ្យយើងយកទៅគិតតែម្នាក់ឯងរហូតដល់គិតគំនិតអីវាមិនល្អអញ្ចឹងទៅរហូតដល់មានបញ្ហាអញ្ចឹងហើយ
ពិបាកទាំងខ្លួនឯងពិបាកទាំងមិត្តភ័ក្តិរបស់យើងទៀតអញ្ចឹងនៅពេលដែលយើងមានរឿងអីគឺយើងនិយាយគ្នាតាមសម្រួលទៅចឹងនៅក្នុងអេពីសូតនេះគឺមានប៉ុណ្ណឹងសង្ឃឹមថាពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នានឹងពេញចិត្តហើយនៅតែបន្តជួយគាំទ្រមកដល់កម្មវិធីរបស់ខ្ញុំហើយសម្រាប់ពុកម៉ែបងប្អូនប្រិយមិត្តចង់ធ្វើការចែកម្លែកសាច់រឿងគឺអាចចែកម្លែកមកតាម Telegram របស់ខ្ញុំបានខ្ញុំដាក់នៅខាងក្រោម description គាត់ទៅចុចទៅគឺឃើញថាមាន link មួយហ្នឹងគឺ link Telegram របស់ខ្ញុំហើយអញ្ចឹងបងប្អូនប្រិយមិត្តទាំងអស់គ្នាចុចចូលមកក្នុងហ្នឹងមកគឺមកដល់ Telegram របស់ខ្ញុំហើយធ្វើការចែកម្លែកសាច់រឿងទៅតែបើសិនជាសម្រាប់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាចង់ធ្វើការចែកម្លែកដោយមិនចង់ចុចទៅលើ description ទេបងប្អូនទាំងអស់គ្នាមើលទៅលើវីដេអូហ្នឹងទៅគឺខ្ញុំបានដាក់QR code Telegram របស់ខ្ញុំហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នា scan ទៅលើហ្នឹងទៅគឺចូលមកកាន់ Telegram របស់ខ្ញុំដូចគ្នាហើយជាចុងក្រោយកុំភ្លេចចុច like ចុច subscribe ម្នាក់មួយដាក់រូបកណ្ដឹងម្នាក់មួយទៅហើយអាច comment លេងនៅក្នុងវីដេអូនេះបានហើយយើង comment ទៅមានទាស់ខុសអីត្រង់ណាបងប្អូនទាំងអស់គ្នាជួយណែនាំទៅដើម្បីខ្ញុំនឹងកែសម្រួលនៅកំហុសផ្សេងៗដើម្បីងាយស្រួលការនិយាយរបស់ខ្ញុំទៅឲ្យបងប្អូនប្រិយមិត្តទាំងអស់គ្នាយើងងាយស្រួលស្ដាប់ចឹងទៅកុំឲ្យមានចំណុចខ្លះមានខុសត្រង់ណាអីត្រង់ណាអញ្ចឹងបងប្អូនទាំងអស់គ្នា comment ប្រាប់ទៅយើងខុសត្រង់ណាអីត្រង់ណាខ្ញុំនឹងកែសម្រួលតាមហ្នឹងដើម្បីវីដេអូក្រោយៗទៀតវាកាន់តែល្អអញ្ចឹងណាហើយពិតជាអរគុណខ្លាំងមែនទែនសម្រាប់បងប្អូនប្រិយមិត្តទាំងអស់គ្នាដែលតែងតែតាមដានគាំទ្រនិងធ្វើការចែកម្លែកសាច់រឿងផ្សេងៗមកកាន់កម្មវិធីរបស់ខ្ញុំហើយទាំងអស់នេះហើយគឺសុទ្ធតែជាកម្លាំងចិត្តដែលបងប្អូនទាំងអស់គ្នាផ្ដល់មកកាន់ខ្ញុំចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងនៅតែបន្តគាំទ្រមកដល់កម្មវិធីរបស់ខ្ញុំបន្តទៀតហើយយើងនឹងដើរឆ្ពោះទៅកាន់ 100k subscriber ទាំងអស់គ្នាអញ្ចឹងជាចុងក្រោយពីខ្ញុំ admin កម្មវិធីម៉ោង 12:00 នាទីយប់សូមជូនពរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាជួបប្រទះតែនឹងសេចក្តីសុខនិងសេចក្តីចម្រើនរកទទួលទានមានបានទៅណាមកណាជួបតែសុខសុវត្ថិភាពទាំងអស់គ្នាពីខ្ញុំ admin កម្មវិធីម៉ោង 12:00 នាទីយប់ជម្រាបលាពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាជួបគ្នានៅអេពីសូតក្រោយ